សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទសូរ៉ាថ្ងៃផងដែរខ្ញុំចង់សម្រាយរឿងមួយដែលមានចំណងជើងថា 12 សម្រាប់សាច់រឿងនេះផងដែរគេចង់និយាយអំពីទេវតាឆ្នាំទាំង 12 ដែលពួកគេម្នាក់ៗគឺមានទូនាទីដើម្បីជួយទៅដល់មនុស្សលោកដែលត្រូវបានញោមញីដោយវិញ្ញាណបិសាចម្ល៉េះហើយតើការជួយសង្គ្រោះពីក្រុមទេវតាឆ្នាំទាំង 12 ទៅលើពិភពមនុស្សមានលក្ខណៈយ៉ាងណាដែរតោះទៅស្ដាប់ការសង្ខេបរឿងរបស់ខ្ញុំទាំងអស់គ្នាសាច់រឿងដំបូងគឺចាប់ផ្ដើមឡើងដោយពីអតីតកាលគឺមានបិសាចចូលមកអុកលុកក្នុងឋានមនុស្សលោកហេតុនេះហើយព្រះក៏បានចាត់ឲ្យទេវតាឆ្នាំទាំង 12 ដែលពួកគេម្នាក់ៗគឺមានធាតុជាសត្វនិងមានរូបរាងកាយជាមនុស្សចូលមកជួយសង្គ្រោះនៅក្នុងឋានមនុស្សលោកជាលទ្ធផលវិញ្ញាណបិសាចក៏ត្រូវបានកម្ចាត់ដោយទេវតាឆ្នាំទាំង 12 ក៏ប៉ុន្តែជាអកុសលក៏មានទេវតាចំនួន 4 រូបក៏ត្រូវបានស្លាប់ក្នុងនោះផងដែរគឺមានទេវតាដែលមានឆ្នាំគោឆ្នាំមាន់ឆ្នាំទុនសាយនិងឆ្នាំពពែផងដែររីឯទេវតាដែលនៅសេសសល់ចំនួន 8 រូបក៏ត្រូវលះបង់នៅធម្មពលរបស់ខ្លួនដើម្បីបិទទ្វារនរកក្នុងការស្រោចស្រង់នៅពិភពមនុស្សឡើងវិញម្ល៉េះហើយទេវតាទាំង 8 រូបដែលត្រូវបានលះបង់នៅធម្មពលរបស់ខ្លួនក៏ត្រូវបានរស់លាក់ខ្លួននិងបិទបាំងនៅអត្តសញ្ញាណរបស់ពួកគេដើម្បីរស់នៅជាមួយនឹងមនុស្សលោកផងដែរកាត់មកដល់ពេលបច្ចុប្បន្នវិញម្ដងដល់ងាកមកមើលទេវតាដែលមានឈ្មោះថាទេសាដែលលោកគឺជាទេវតាម្នាក់ដែលមានធាតុជាខ្លានិងមានរូបរាងកាយជាមនុស្សលើពីនេះទៅទៀតនោះលោកក៏ជាមេដឹកនាំនៃក្រុមទេវតាទាំង 12 ហើយនៅពេលនេះលោកក៏កំពុងតែមានអាជីវកម្មផ្ទាល់ខ្លួនមួយដែរដែលបានបើកកន្លែងចងការប្រាក់មួយសម្រាប់នរណាម្នាក់ដែលចង់កម្ចីពីលោកក៏ប៉ុន្តែកម្ចីនោះគឺសម្រាប់តែអក្រិតជនតែប៉ុណ្ណោះម្ល៉េះហើយនៅពេលនេះលោកក៏បានមកពន្ធនាគារដើម្បីមកជួបគោលបំណងរបស់ខ្លួនដែលគេបានជំពាក់លុយតាំងពីខ្លួនគេមិនទាន់បានចូលពន្ធនាគារមកម្ល៉េះលើពីនេះទៅទៀតនោះទេសាក៏បានឲ្យគោលបំណងរបស់ខ្លួនចុះហត្ថលេខាទៅលើកិច្ចសន្យាដើម្បីដោះដូរជាមួយទ្រព្យរបស់ខ្លួនគេដែលនៅសល់រីឯគោលបំណងរបស់ទេសាក៏បានឆ្លើយប្រាប់ទេសាវិញថានៅពេលនេះលោកពុំមានទ្រព្យអ្វីដើម្បីដោះដូរឬក៏សងប្រាក់ទៅកាន់ទេសាវិញនោះទេម្យ៉ាងវិញទៀតខ្លួនគេគឺកំពុងតែនៅជាប់ពន្ធនាគារតើមានលទ្ធភាពឯណាដើម្បីរកប្រាក់សងទេសារីឯទេសានៅពេលដែលលើកគំរំលងរបស់ខ្លួនបាននិយាយប្រាប់អំពីបញ្ហារបស់ខ្លួនហើយគេក៏បានដើរចេញពីពន្ធនាគាររួចក៏បានទេទៅប្រាប់កូនចៅរបស់ខ្លួនដែលជាទេវតាកណ្ដុរឲ្យយកលុយមួយចំនួនដើម្បីលួសគំរំលងរបស់ខ្លួនឲ្យគេចេញពីពន្ធនាគាររកប្រាក់ដើម្បីយកមកសងខ្លួននឹងឯងកាត់មកដល់ទីស្នាក់ការរបស់ក្រុមទេវតាវិញម្ដងដែលជាទីកន្លែងរកចំណូលដើម្បីចិញ្ចឹមជីវិតរបស់ក្រុមទេវតាដែលត្រូវបានគ្រប់គ្រងដោយទេវតាទេសាជាប្រធានគ្រប់គ្រងនៅក្នុងទីស្នាក់ការនឹងសម្រាប់ទីស្នាក់ការរបស់ក្រុមទេវតាគឺមាន3ជាន់ជាន់ទី1គឺផ្នែកខាងផ្ដល់ប្រាក់កម្ចីជាន់ទី2គឺកន្លែងពិនិត្យជំងឺនិងជាន់ទី3វិញគឺជាកន្លែងហាត់ប្រាណនិងហាត់ក្បាច់គុណផងដែរចូលមកដល់ជាន់ទី1ដែលជាផ្នែកខាងផ្ដល់ប្រាក់កម្ចីដែលនៅពេលនេះគឺមានទេវតាម្នាក់កំពុងទេតាក់ទងភ្ញៀវដែលនាងមានឈ្មោះថាកាន់ជីដែលជាទេវតាសំណក់ហើយនៅពេលនេះគឺនាងកំពុងតែទេតាក់ទងជាមួយនឹងភ្ញៀវដើម្បីផ្ដល់ប្រាក់កម្ចីឲ្យនរណាម្នាក់ដែលត្រូវការកម្ចីក៏ប៉ុន្តែក៏ត្រូវមានលក្ខខណ្ឌដោយលក្ខខណ្ឌនោះគឺសម្រាប់តែនរណាម្នាក់គឺជាអក្រិតជនតែប៉ុណ្ណោះទើបអាចមានសិទ្ធិកម្ចីបានរីឯជនស្លូតត្រង់វិញគឺពួកគេគឺមិនផ្ដល់ប្រាក់កម្ចីឲ្យនោះទេក្រឡេកមកមើលទេវតាម្នាក់ទៀតដែលមានឈ្មោះថាព្យាដរដែលលោកគឺជាទេវតាម្នាក់ដែលមានធាតុជាកណ្ដុរហើយនៅពេលនេះលោកគឺមានតួនាទីខាងផ្នែកអភិវឌ្ឍនៅបច្ចេកវិទ្យាដើម្បីជួយសម្របសម្រួលទៅដល់ក្រុមទេវតាក្រឡេកមកមើលទេវតាម្នាក់នេះវិញម្ដងដែលមានឈ្មោះថាម៉ាសុកដែលនាងគឺជាទេវតាម្នាក់ដែលមានធាតុជាសេះហើយនៅពេលនេះនាងមានតួនាទីដើម្បីប្រយុទ្ធតតាំងជាមួយនៅអក្រិតជនសម្រាប់នរណាម្នាក់ដែលមិនសងប្រាក់មកកាន់ពួកគេផងដែរចំណែកម្នាក់នេះវិញគឺជាទេវតាម្នាក់ដែលមានឈ្មោះថាវ៉ាន់សាំងដែលលោកគឺជាទេវតាម្នាក់ដែលមានធាតុជាស្វាហើយពេលបច្ចុប្បន្ននេះលោកក៏កំពុងតែធ្វើការនៅក្នុងទីស្នាក់ការនឹងផងដែរហើយលោកក៏មានតួនាទីដូចទៅនឹងម៉ាសុកដែរចូលមកដល់ជាន់ទី2ដែលជាមគ្គទេសផ្នែកខាងពិនិត្យជំងឺដែលមានទេវតាម្នាក់ដែលមានឈ្មោះថាដូនីហើយលោកគឺជាទេវតាម្នាក់ដែលមានធាតុជាជ្រូកពេលបច្ចុប្បន្ននេះលោកក៏មានតួនាទីក្នុងការគ្រប់គ្រងមើលការខុសត្រូវនិងផ្ដល់យោបល់ឲ្យអ្នកជំងឺក្រឡេកមកមើលទេវតាម្នាក់នេះវិញដែលមានឈ្មោះថាបាងវូដែលនាងគឺជាទេវតាម្នាក់ដែលមានធាតុជាពស់ហើយនៅពេលបច្ចុប្បន្ននេះនាងក៏ជាអ្នកគ្រូពេទ្យម្នាក់ដែលជួយពិនិត្យជំងឺតាមបែបបុរាណលើពីនេះទៅទៀតនោះក៏មានតម្លៃសមរម្យផងដែរនិយាយរួមមកកន្លែងពិនិត្យជំងឺមួយនេះគឺបង្កើតឡើងសម្រាប់ជួយមនុស្សដែលខ្វះខាតតែម្ដងក្រឡេកមកមើលទេវតាម្នាក់នេះវិញម្ដងដែលមានឈ្មោះថាម៉ារ៉ុកដែលលោកគឺជាទេវតាម្នាក់ដែលត្រូវបានតែងតាំងដោយព្រះដែលលោកគឺមានតួនាទីដើម្បីគ្រប់គ្រងនិងសម្របសម្រួលទៅដល់ក្រុមទេវតាទាំង 12ហើយពេលបច្ចុប្បន្ននេះលោកគឺមិននៅក្នុងទីស្នាក់ការរបស់ក្រុមទេវតានោះទេដោយសារតែលោកគឺមានការងារផ្ទាល់ខ្លួនមួយដែរដែលជាការងារប៉ូលីសស៊ើបអង្កេតហើយនៅពេលនេះលោកក៏កំពុងតែមកមើលកៅអៅនៅក្នុងហាងមួយកន្លែងដែលសុទ្ធសឹងតែជាកៅអៅប្រេនម៉ាក់ល្បីៗទាំងដែលខ្លួនលោកគឺមិនមានលុយនៅក្នុងខ្លួននោះទេស្របពេលនោះដែរលោកក៏បានដកទូរស័ព្ទរបស់ខ្លួនទៅខ្ចីលុយទេសាដែលជាទេវតាខ្លាដើម្បីយកលុយដែលខ្ចីពីទេសានោះទិញកៅអៅឲ្យមនុស្សស្រីម្នាក់ដែលមិនបានប្រាប់ថាលុយដែលបានខ្ចីនោះយកទៅទិញអ្វីនោះទេក៏ប៉ុន្តែតាមការពិតទៅកៅអៅដែលម៉ារ៉ុកបានទិញទាំងអស់គឺយកមកជូនទេវតាម្នាក់ដែលមានឈ្មោះថាមេរ
ដែលនាងគឺជាទេវតាម្នាក់ដែលមានធាតុជានាគហើយពេលបច្ចុប្បន្ននេះនាងគឺមិនបាននៅក្នុងក្រុមទេវតាទាំង12នោះទេមួយវិញទៀតនាងក៏កំពុងតែបម្រើការងារនៅក្នុងសារមន្ទីរមួយកន្លែងដែលសុទ្ធសឹងតែជារបស់បុរាណបន្តទៅទៀតនោះម៉ារុកក៏បានមកជួបជាមួយនឹងទេវតានាគរួចក៏បានយកខោអាវមួយចំនួនដែលគេបានទិញមុននឹងយកមកជូននាងដើម្បីចង់ឲ្យគេទៅចូលរួមជាមួយនឹងក្រុមទេវតាវិញរីឯទេវតានាគវិញដោយសារតែនាងដឹងអំពីរឿងរ៉ាវដែលម៉ារុកមកទីនេះដើម្បីជួបគេមូលហេតុដោយសារតែចង់បញ្ចុះបញ្ចូលគេឲ្យទៅរស់នៅជាមួយនឹងក្រុមទេវតាវិញហេតុនេះហើយទើបបានជាទេវតានាគមិនទទួលយកខោអាវដែលម៉ារុកបានទិញឲ្យគេមុននឹងមិនតែប៉ុណ្ណោះនាងក៏បានដឹងថាលុយដែលម៉ារុកបានទិញយកមកឲ្យខ្លួនគឺសុទ្ធសឹងតែជាលុយរបស់ទេសាទើបបានជានាងមិនព្រមទទួលយកហើយយើងក៏មិនបានដឹងថាមូលហេតុអ្វីបានជាទេវតានាគមិនទទួលយកអីវ៉ាន់ដែលម៉ារុកបានខ្ចីលុយពីទេសាទិញយកមកឲ្យខ្លួននោះដែររីឯម៉ារុកវិញក៏ខំព្យាយាមដើម្បីបញ្ចុះបញ្ចូលឲ្យទេវតានាគទៅរួមរស់ជាមួយនឹងក្រុមទេវតាវិញដោយសារតែម៉ារុកគឺជាអ្នកគ្រប់គ្រងនិងសម្របសម្រួលទៅដល់ក្រុមទេវតាម្ល៉េះហើយទើបបានជាម៉ារុកមិនចង់ឃើញពួកគេបែកបាក់សាមគ្គីគ្នារីឯទេវតានាគនៅពេលដែលឮសម្ដីរបស់ម៉ារុកបាននិយាយរួចរាល់ហើយនាងក៏មិនបាននិយាយអ្វីបន្ថែមទៀតដែររួចក៏បានចាក់ចេញពីទីកន្លែងនោះផងដែរកន្លងផុតទៅមួយរយៈក្រុមរបស់ទេសាក៏បានដឹងដំណឹងអំពីកូនបំណុលដែលបានដោះលែងគេកាលពីលើកមុនឲ្យចេញពីពន្ធនាគារដែលគេបានបើកបនលបែងទទួលបានប្រាក់ច្រើនមែនទែនព្រោះតែបែបនេះហើយទើបបានជាទេសាទៅសួរសុខទុក្ខកូនបំណុលរបស់ខ្លួនដើម្បីទារប្រាក់ក៏ប៉ុន្តែកូនបំណុលរបស់គេគឺមិនព្រមសងនោះទេហើយថែមទាំងឌឺដងជាមួយនឹងទេសាថែមទៀតផងចំណុចនេះហើយទើបបានជាធ្វើឲ្យទេសាអត់ទ្រាំមិនបានក៏បានជិះទៅរកកូនបំណុលរបស់ខ្លួនដើម្បីសួរសុខទុក្ខគេផងដែររីឯកូនបំណុលរបស់ទេសានៅពេលដែលដឹងថាទេសាបានមកទីតាំងរបស់ខ្លួនដើម្បីទារប្រាក់គេក៏បានឲ្យកូនចៅរបស់ខ្លួនចាំស្ទាក់វាយទេសារីឯទេសានៅពេលដែលបានមកដល់ទីកន្លែងរបស់កូនបំណុលរបស់ខ្លួនហើយក៏បានឃើញថាមានមនុស្សជាច្រើនបានចាំស្ទាក់វាយខ្លួនព្រោះតែបែបនេះហើយទើបបានជាទេសាបានបញ្ចេញនូវសមត្ថភាពរបស់ខ្លួនបានវាយទៅលើពួកគេម្ដងម្នាក់ដែលមិនអាចធ្វើឲ្យពួកគេតដៃរួចនោះទេចំណែកមេខ្លោងដែលជាកូនបំណុលរបស់ទេសានៅពេលដែលបានឃើញបែបនេះគេក៏បានរៀបចំភៀសខ្លួនយកលុយរត់ក៏ប៉ុន្តែក៏ត្រូវបានទេសាមកដល់ទាន់ពេលស្របពេលនោះដែរទេសាបំរុងរៀបវាយទៅលើគេបាត់ទៅហើយក៏ប៉ុន្តែក៏ត្រូវបានកូនបំណុលរបស់ខ្លួនបើកដៃឲ្យទេសាចូលយកលុយតាមសម្រួលដែលមិនចាំបាច់ឲ្យទេសាហត់នឿយនឹងការវាយទៅលើខ្លួននោះទេរីឯទេសាវិញនៅពេលដែលបានឃើញបែបនេះក៏បានធ្វើឲ្យគេទន់ចិត្តរួចក៏បានឲ្យកូនបំណុលរបស់ខ្លួនប្រមូលប្រាក់ដាក់ចូលទៅក្នុងកាបូបផងដែរក្រឡេកមកមើលប្អូនរបស់ទេសាវិញម្ដងនៅពេលនេះពួកគេម្នាក់គឺបានមកដល់ទីកន្លែងបនលបែងដែលត្រូវបានបើកដោយមេខ្លោងម្នាក់ដែលជាកូនបំណុលរបស់ទេសាហើយពួកគេមកទីនេះគឺដើម្បីមកប្រមូលប្រាក់ដែលពួកក្រុមអក្រិតជនគឺមិនទាន់បានសងពួកគេអស់ស្របពេលនោះដែរទេវតាសនៈទេវតាសេះនិងទេវតាស្វាក៏បានព្រួតដៃគ្នាដើម្បីប្រយុទ្ធជាមួយនឹងក្រុមអក្រិតជនរីឯទេវតាកណ្ដុរដោយសារតែខ្លួនគេគឺជាអ្នកបច្ចេកទេសគឺគេនៅក្នុងឡានមើលទៅកាមេរ៉ាដើម្បីផ្ដល់ព័ត៌មានឲ្យក្រុមទេវតានិងកំណត់គោលដៅសម្រាប់នរណាម្នាក់ដែលចង់រត់គេចក្នុងឡុងពេលនោះផងដែរទេវតាកណ្ដុរក៏បានឃើញមនុស្សម្នាក់ដែលនៅក្នុងក្រុមអក្រិតជនចង់វិចលុយរត់គេចម្ល៉េះហើយទេវតាកណ្ដុរក៏បានផ្ដល់ព័ត៌មានឲ្យទេវតាសេះដេញតាមម្នាក់នោះរីឯម្នាក់ដែលបានវិចលុយព្យាយាមរត់គេចក៏បានរត់ទៅបុកជាមួយនឹងទេវតាជ្រូកដែលបានធ្វើឲ្យគេខកខានមិនអាចទៅមុខបានហេតុនេះហើយក៏បានធ្វើឲ្យទេវតាសេះមកទាន់រួចក៏បានទាត់គេមួយជើងធ្វើឲ្យគេស្លាប់នៅទីកន្លែងនោះផងដែរក្រឡេកមកមើលទេសាវិញម្ដងដែលនៅពេលនេះលោកគឺបានមកជួបជាមួយនឹងលោកយាយម្នាក់ដែលមានឈ្មោះថាគន់សុងរីឯលោកយាយនៅពេលដែលបានឃើញទេសាបានមកដល់ទីកន្លែងរបស់ខ្លួនក៏បានធ្វើឲ្យលោកយាយមានការសប្បាយចិត្តជាខ្លាំងហើយថែមទាំងហៅទេសាជាអង្គម្ចាស់ថែមទៀតផងលើពីនេះទៅទៀតនោះលោកយាយក៏បានអរគុណទៅកាន់ទេសាកាលពីលោកយាយនៅក្មេងរួមទាំងម្ដាយរបស់លោកយាយបានជួបបញ្ហានៅពេលដែលក្រុមជនខើខូចមកអុកលុកនៅក្នុងហាងរបស់លោកយាយគឺត្រូវបានទេសាបានចូលមកជួយចំណុចនេះហើយក៏បានធ្វើឲ្យលោកយាយចងចាំនិងនឹកគុណទៅដល់ទេសាជាខ្លាំងហើយក៏បានដឹងថាទេសាគឺជាទេវតាដែលត្រូវបានព្រះចាត់ឲ្យមកជួយមនុស្សលោកដែលត្រូវចំណាយពេល 5000 ឆ្នាំក៏ប៉ុន្តែកន្លងមកដោយសារតែភាពអាត្មានិយមរបស់មនុស្សលោកមានការកើនឡើងខ្លាំងពេកក៏បានធ្វើឲ្យធម្មពលទេវតាធ្លាក់ចុះជាខ្លាំងចំណុចនេះហើយក៏បានធ្វើឲ្យទេសាអស់ជំនឿជឿជាក់ទៅលើមនុស្សលោកក្រឡេកមកមើលម៉ារុកវិញម្ដងដែលនៅពេលនេះលោកគឺកំពុងតែនៅក្នុងអង្គភាពប៉ូលីសរួចក៏បានអង្គុយមើលព័ត៌មានដែលគេបានចុះផ្សាយដែលក្រុមអ្នករករោគគឺបានរកឃើញនូវវត្ថុបុរាណជាច្រើនលើពីនេះទៅទៀតនោះក្រុមអ្នករករោគក៏បានចាប់អារម្មណ៍ទៅលើថ្មបុរាណមួយដែលគេបានយកថ្មនោះដាក់ចូលទៅក្នុងម៉ាស៊ីនស្កេនរួចពួកគេក៏បានឃើញថាមានអ្វីម្យ៉ាងនៅក្នុងថ្មដូចជាមានជីវិតក្រឡេកមកមើលក្រុមមនុស្សមួយក្រុមដែលពួកគេកំពុងតែរករោគបិសាចម្នាក់ដែលមានឈ្មោះថាអូកវីដែលគេគឺជាសត្វក្អែកពាក់កណ្ដាលមនុស្សដែលត្រូវបានជាប់ឃុំឃាំងនៅក្នុងផ្ទាំងថ្មអស់រយៈពេលរាប់រយឆ្នាំមកហើយបន្ទាប់មកមួយក្នុងចំណោមពួកគេក៏មានម្នាក់ក៏បានវះដៃរបស់ខ្លួនផ្ដិតទៅលើផ្ទាំងថ្មដើម្បីស្វែងរកអូកវីក្នុងអំឡុងពេលនោះផងដែរពួកគេក៏បានឃើញថាមានអ្វីម្យ៉ាងបានចេញពីថ្មដែលមើលទៅដូចជាយ័ន្តដែលបានឃុំឃាំង
ទាំងអុកវីព្រោះតែបែបនេះហើយពួកគេក៏បាននាំដំណឹងហ្នឹងទៅជួបនឹងមនុស្សម្នាក់ដែលមានឈ្មោះថាសាមីនដែលគេគឺជាអ្នកបូជាចារនិងបម្រើទៅដល់វិញ្ញាណបិសាចហើយសាមីននេះនឹងឯងគឺជាអ្នកនៅពីក្រោយខ្នងដែលបានឲ្យពួកគេតាមស្វែងរកនៅដំណឹងរបស់អុកវីទន្ទឹមនឹងនោះផងដែរនៅពេលដែលសាមីនបានដឹងដំណឹងអំពីអុកវីខ្លះៗហើយគេក៏បានទៅទីកន្លែងផ្ទាំងថ្មហ្នឹងរួចក៏បានវះដៃរបស់ខ្លួនយកឈាមដើម្បីបន្តក់ចូលទៅក្នុងចានបន្ថែមពីនេះទៅទៀតនោះសាមីនក៏បានប្រើប្រាស់នៅដៃរបស់ខ្លួនដាក់ទៅលើថ្មរួចក៏បានដកស្នឹងមួយយកទៅចាក់ដៃរបស់ខ្លួនដើម្បីបញ្ចេញនូវថាមពលបិសាចក្នុងឡុងពេលនោះផងដែរអុកវីក៏បានមានជីវិតរស់រានឡើងវិញក្រឡេកមកមើលទេសាវិញម្ដងនៅពេលនេះលោកគឺបានចាក់ចេញពីទីកន្លែងរបស់លោកយាយគាន់សុងហើយរួចក៏បានយកលុយពីក្រុមអក្រិតជនដែលពួកគេបានជំពាក់ទេសាយកមកទុកនៅក្នុងបន្ទប់សម្ងាត់របស់ខ្លួនស្របពេលនោះដែរទេសាក៏បាននឹករលឹកអំពីសម្ដីរបស់លោកយាយគាន់សុងដែលបាននិយាយអំពីរឿងរ៉ាវរបស់មនុស្សលោកដែលគិតតែពីផលប្រយោជន៍ខ្លួនឯងនិងមិនគោរពទៅដល់ពពួកទេវតាហេតុនេះហើយប៉ុន្មានឆ្នាំមកនេះទេសាដែលជាទេវតាដែលបានមកថែរក្សាមនុស្សលោកគឺតែងតែជួយទៅដល់ពពួកមនុស្សក៏ប៉ុន្តែដោយសារតែប៉ុន្មានរយឆ្នាំមុនទេសានិងទេវតាដទៃទៀតក៏បានរស់នៅក្នុងភូមិតូចមួយក្នុងអំឡុងពេលនោះទេវតាខ្លានិងទេវតានាគគឺកំពុងតែទៅទិញអីវ៉ាន់នៅផ្សារមួយកន្លែងរួចក៏បានឃើញអ្នកភូមិដែលត្រូវបានមនុស្សមួយក្រុមចូលមកធ្វើបាបបន្ទាប់មកទេវតាខ្លាដែលជាទេសាក៏បានទៅមើលរួចក៏បានចូលទៅជួយអ្នកភូមិដែលមិនអោយទេវតានាគចូលទៅលូកដៃនោះទេរីឯក្រុមជនខិលខូចនៅពេលដែលមិនអាចវាយយកឈ្នះទេសាបានពួកគេក៏មានកូនចិត្តមួយចង់ចាប់ចម្រិតពួកអ្នកភូមិរីឯទេវតានាគនៅពេលដែលបានឃើញបែបនេះគេក៏បានប្រើប្រាស់នូវសមត្ថភាពរបស់ខ្លួនបាញ់ខ្យល់ទៅកាន់ពួកជនខិលខូចដើម្បីជួយអ្នកភូមិរីឯពួកអ្នកភូមិនៅពេលដែលបានឃើញសមត្ថភាពរបស់ទេវតានាគហើយពួកគេក៏បានគិតថាទេវតានាគគឺមិនមែនជាមនុស្សធម្មតានោះទេបន្ទាប់មកទេវតានាគនៅពេលដែលបានឃើញអ្នកភូមិដឹងពីសមត្ថភាពនិងសាវតារបស់ខ្លួនហើយនាងនិងទេវតាខ្លាដែលជាទេសាក៏បានប្រញាប់ប្រញាល់ចេញពីទីកន្លែងហ្នឹងដើម្បីចង់លាក់ប្រវត្តិរូបរបស់ពួកគេដែលមិនចង់ឲ្យអ្នកណាបានដឹងនោះទេចុះមកដល់ពេលយប់វិញម្ដងពួកក្រុមអ្នកភូមិក៏បាននាំគ្នានាំម្ហូបអាហារដើម្បីជូនទៅដល់ទេវតាទេសានិងទេវតាដទៃទៀតដែលនៅក្នុងផ្ទះមួយហ្នឹងដើម្បីជាការអរគុណនៅពេលដែលពួកគេបានជួយទៅដល់ពួកអ្នកភូមិនឹងឯងក៏ប៉ុន្តែទេសាក៏បានបដិសេធថាមិនទទួលយកក៏ប៉ុន្តែអ្នកភូមិក៏បានប្រាប់ទៅដល់ទេសាវិញថាគឺជាទឹកចិត្តបន្តិចបន្តួចដែលទេសានិងទេវតានាគបានជួយគេកាលពីព្រឹកមិញហ្នឹងឯងបន្ទាប់មកទេសាក៏បានទទួលយករួចក៏បានជួបជុំគ្នាជាមួយនឹងក្រុមទេវតាទាំងអស់គ្នាដើម្បីស្រស់ស្រូបនៅសំណែនដែលអ្នកភូមិបានផ្ដល់ឲ្យនឹងឯងបន្ទាប់ពីពួកគេបានបរិភោគរួចរាល់អស់ហើយទេវតាទាំងអស់គ្នាក៏បានដេកលង់លក់អស់ទៅបន្ទាប់មកពួកអ្នកភូមិក៏បានចាប់ទេវតានាគដោយពេលនោះទេវតានាគគឺមិនបានដឹងខ្លួននោះទេនៅពេលដែលបានបរិភោគនៅអាហារនោះហើយក៏ប៉ុន្តែពេលនោះទេសាដែលជាទេវតាខ្លាក៏បានងើបឡើងទាន់ពេលហើយក៏មិនបានដឹងថាម្ហូបដែលអ្នកភូមិបានផ្ដល់ឲ្យគេមុននឹងគឺបានដាក់ថ្នាំសណ្ដំដើម្បីចង់ឲ្យពួកទេវតាទាំងអស់គ្នាដេកសន្លប់នោះដែរបន្ទាប់មកទេសាក៏បានដើរចេញទៅក្រៅផ្ទះរួចក៏បានឃើញថាអ្នកភូមិគឺបានចាប់ចងទេវតានាគរួចក៏បានដុតនាងដោយពួកអ្នកភូមិគឺបានគិតថាទេវតានាគគឺមិនមែនជាទេវតានោះទេដែលពួកគេគិតថាទេវតានាគគឺជាធ្មប់ថ្ងៃណាមួយនាងគឺនឹងអាចសម្លាប់ទៅដល់ពួកអ្នកភូមិដូច្នេះហើយពួកអ្នកភូមិក៏បានចាប់នាងដើម្បីយកទៅដុតនឹងឯងនៅពេលដែលអ្នកភូមិបានប្រើប្រាស់ភ្លើងដើម្បីដុតទេវតានាគហើយភ្លើងក៏បានឆាប់ឆេះរៀបនឹងទៅដល់ទេវតានាគបាត់ទៅហើយពេលនោះទេសាក៏បានចូលមកជួយទាន់ពេលហើយក៏បានដកឈើដែលចងផ្អោបជាមួយនឹងទេវតានាគបោះទៅលើពួកអ្នកភូមិចំណែកឯពួកអ្នកភូមិនៅពេលដែលបានឃើញដូចនេះពួកគេក៏បានរត់ចេញពីទីកន្លែងនោះបាត់អស់ទៅចំណែកឯទេសានិងគ្នារបស់ពួកគេដែលជាទេវតានៅពេលដែលបានឃើញបែបនេះហើយទេសាក៏បានប្រាប់ទៅដល់គ្នារបស់ពួកគេថានឹងមិនជួយទៅដល់ពួកមនុស្សលោកតទៅទៀតទេរហូតមកដល់ពេលបច្ចុប្បន្នក៏ប៉ុន្តែនៅពេលដែលទេសាបានមកជួបជាមួយនឹងលោកយាយគាន់សុងក៏បានធ្វើឲ្យលោកគិតពិចារណាសម្ដីរបស់លោកយាយដែលបានប្រាប់ថាទេសាគឺជាទេវតាគឺមានតួនាទីជួយទៅដល់មនុស្សលោកហើយភាពអាត្មានិយមរបស់មនុស្សលោកក៏មិនមែនមានតែទាំងអស់ដែរអ្នកខ្លះគឺមានអត្តចរិតល្អអ្នកខ្លះក៏មិនមានអត្តចរិតល្អគឺអាស្រ័យទៅលើមនុស្សម្នាក់ចំណុចនេះហើយដែលជាហេតុធ្វើឲ្យទេសាបានគិតពិចារណាទៅលើសម្ដីរបស់លោកយាយគាន់សុងម្ដងទៀតក្រឡេកមកមើលអុកវីវិញម្ដងនៅពេលនេះគឺគេបានចាក់ចេញអំពីការឃុំឃាំងនៅក្នុងផ្ទាំងថ្មហើយដោយសារតែស្នាដៃរបស់សាមីនក្នុងឡុងពេលនោះអូគីក៏បានចាប់ច្បាច់កសាមីនរួចក៏បានសួរទៅដល់សាមីនមូលហេតុអ្វីបានជាគេទៅតែមកជួយខ្លួននៅពេលនេះចំណែកសាមីនវិញគឺមិននិយាយអ្វីទាំងអស់រួចក៏បានប្រាប់ទៅដល់អុកវីថាទេវតាទាំង12ដែលត្រូវបានគ្រប់គ្រងនិងដឹកនាំដោយទេសាហើយនិងម៉ារ៉ុកគឺនៅមានជីវិតនៅឡើយទេរីឯអុកវីនៅពេលដែលបានលើឈ្មោះពួកគេទាំងពីរនាក់ខ្លួនគេក៏មានការខឹងសម្បាជាខ្លាំងនិងចង់ប្រយុទ្ធតតាំងជាមួយនឹងពួកគេម្ដងទៀតចូលមកដល់ទេវតាសេះទេវតាសំណក់និងទេវតាជ្រូកពួកគេក៏កំពុងតែហាត់ប្រាណនៅពេលព្រឹក
ចំណែកទេវតាជ្រូកវិញនៅពេលដែលរត់ហាត់ប្រាណហើយលោកក៏បានរត់ទៅទិញអ្វីយកមកហូបក៏ដោយសារតែទេវតាជ្រូកគឺមិនចូលចិត្តហាត់ប្រាណនោះទេលោកគឺចូលចិត្តតែបរិភោគបន្ទាប់មកទេវតាជ្រូកក៏បានទិញអ្វីយកមកហូបហើយក៏បានអង្គុយនៅទីកន្លែងមួយហើយក៏បានជួបកូនឆ្កែមួយដែលមើលទៅស្រស់ស្អាតមែនទែនកូនឆ្កែនៅពេលដែលឃើញទេវតាជ្រូកកំពុងតែហូបអីកូនឆ្កែក៏បានសួរទៅកាន់ទេវតាជ្រូកថាមូលហេតុអ្វីបានជាលោកគឺជាជ្រូកហេតុអ្វីក៏អាចហូបអាហាររបស់មនុស្សបានដោយសារតែទេវតាជ្រូកគឺគេមានសមត្ថភាពអាចនិយាយជាមួយនឹងសត្វបានហេតុនេះហើយគេក៏បានប្រាប់ទៅកូនឆ្កែនឹងវិញថាគេគឺជាទេវតាដែលមានរូបរាងកាយជាមនុស្សហើយព្រះក៏បានឲ្យគេចុះមកឋានក្រោមដើម្បីជួយទៅដល់ពពួកមនុស្សនឹងឯងចំណែកកូនឆ្កែវិញក៏អស់សំណោចនៅអ្វីដែលទេវតាជ្រូកបាននិយាយហើយក៏បានសួរទៅទេវតាជ្រូកវិញថាបើសិនជាលោកគឺជាទេវតាពិតប្រាកដមែនតើស្លាប់របស់អ្នកនៅឯណាឬមួយក៏ស្លាប់របស់អ្នកគឺត្រូវបានគេលួចយកទៅដុតបាត់ទៅហើយចំណែកទេវតាជ្រូកវិញនៅពេលដែលឃើញកូនឆ្កែនិយាយបែបហ្នឹងលោកក៏បានចូលទៅចិត្តឬក៏ចង់វាយទៅលើឆ្កែហ្នឹងក៏ប៉ុន្តែក៏ត្រូវបានម្ចាស់កូនឆ្កែហ្នឹងហាមឃាត់ក៏ប៉ុន្តែទេវតាពីរនាក់ទៀតដែលកំពុងតែរត់ហាត់ប្រាណក៏បានមកឃាត់តន់ឬក៏បានប្រាប់ទៅដល់ម្ចាស់កូនឆ្កែហ្នឹងវិញថាដោយសារតែមិត្តភក្តិរបស់ខ្ញុំគឺឃ្លៀងខ្លាំងពេកហេតុនេះហើយបានជាធ្វើឲ្យគេបាត់ការគ្រប់គ្រងចិត្តនឹងឯងបន្ទាប់មកទេវតាសេះក៏បានទាញទេវតាជ្រូកចេញពីទីកន្លែងហ្នឹងបាត់ទៅក្រឡេកមកមើលអុកវីវិញម្ដងពេលនេះគឺគេមានសេរីភាពហើយគេក៏បានមកដើរមើលនៅពិភពមនុស្សអំពីការអភិវឌ្ឍពីសម័យកាលមុនរហូតមកដល់សម័យកាលពេលបច្ចុប្បន្នក៏ប៉ុន្តែដោយសារតែអុកវីជាប់ឃុំឃាំងនៅក្នុងផ្ទាំងថ្មយូរពេកមិនទាន់សមជាមួយនឹងសម័យកាលពេលបច្ចុប្បន្នដែលមានអគារខ្ពស់ៗនិងឡានហើយនេះគឺជាហេតុដែលធ្វើឲ្យខ្លួនគេគឺមានការច្របូកច្របល់ខ្លាំងមែនទែនបន្ទាប់មកអុកវីក៏បានដើរទៅមុខបន្តទៀតចំណែកឯទេវតានេះក៏បានដើរកាត់នៅទីកន្លែងនឹងផងដែរក៏ប៉ុន្តែគឺមិនបានជួបអុកវីនោះទេបន្ទាប់មកនាងក៏បានងាកទៅក្រោយឬក៏មានអារម្មណ៍ថាជួបមនុស្សម្នាក់ដែលធ្លាប់ស្គាល់ពីមុនហើយដោយសារតែពេលនោះមានមនុស្សម្នាច្រើនពេកដែលជាហេតុធ្វើឲ្យទេវតានេះមិនអាចកំណត់អត្តសញ្ញាណរបស់អុកវីបាននោះទេរីឯអុកវីវិញក៏បានងាកទៅក្រោយឬក៏បានមានអារម្មណ៍ថាដូចជាមានមនុស្សម្នាក់ដែលគេបានស្គាល់ពីមុនដូចគ្នាក៏ប៉ុន្តែអុកវីក៏មិនបានខ្វល់អ្វីនោះដែរដោយសារតែខ្លួនគេគឺជាប្រុសស្អាតដូចជាអ្នកកំពុងតែនិយាយដែររួចគេក៏បានដើរទៅមុខបន្តទៀតបន្ទាប់មកអុកវីក៏បានមកអង្គុយគិតនៅកន្លែងសួនច្បារមួយរួចគេក៏បានស្រមៃគិតអំពីអតីតកាលដោយខ្លួនគេគឺត្រូវបានជាប់ឃុំឃាំងនៅក្នុងផ្ទាំងថ្មដោយស្នាដៃរបស់ម៉ារ៉ុកហើយនឹងទេសាចូលមកដល់ទេវតានេះវិញម្ដងនាងក៏បានមកហាងផឹកស្រាមួយកន្លែងហើយក៏បានគិតអំពីរឿងរ៉ាវដែលកើតឡើងព្រឹកមិញហើយក៏បានស្រមៃគិតអំពីបិសាចអុកវីដែលមានជីវិតរស់រានឡើងវិញបន្ទាប់មកក៏មានបរិសុទ្ធ2នាក់ក៏បានមកអង្គុយក្បែរនាងហើយក៏ចង់ទំនាក់ទំនងជាមួយនាងហើយថែមទាំងចង់បបួលនាងទៅផ្ទះសំណាក់ទៀតផងស្របពេលនោះដែរទេវតានេះនៅពេលដែលបានដឹងដូច្នេះនាងក៏បានប្រើប្រាស់នៅសមត្ថភាពរបស់នាងបានវាយទៅលើពួកគេឲ្យទ្រាំខ្លួនបាត់អស់ទៅចូលមកដល់បិសាចអុកវីវិញម្ដងក៏បានមកជួបជាមួយនឹងសាមីនហើយក៏បានសាកសួរអំពីរឿងរ៉ាវនៃការបើកច្រកទ្វារនរកពីមុនបន្ទាប់មកសាមីនក៏បាននិយាយប្រាប់ទៅអុកវីវិញថានៅពេលដែលហេថេបានស្លាប់បាត់ទៅទ្វារនរកក៏បានបិទហើយខ្លួនគេក៏បានធ្លាក់ចុះនៅធម្មពលហេតុនេះហើយពេលបច្ចុប្បន្នបើសិនជាចង់បើកទ្វារនរកឡើងវិញគឺមានតែពឹងទៅលើអុកវីតែប៉ុណ្ណោះដើម្បីអាចបើកទ្វារនរកដើម្បីផ្លាស់ប្ដូរនៅភពផែនដីហ្នឹងបន្ថែមទៀតនោះសាមីនក៏បានប្រាប់ទៅអុកវីវិញថានៅពេលដែលហេថេបានស្លាប់ក៏បានបន្សល់ទុកថ្មប្រឡឹង3គ្រាប់ដូច្នេះហើយបើសិនជាអុកវីចង់បើកទ្វារនរកឡើងវិញលុះត្រាតែរកឃើញនៅថ្មប្រឡឹងទាំង3នោះនឹងរួមបញ្ចូលជាមួយនឹងធម្មពលទេវតានេះទើបអាចបើកទ្វារនរកឡើងវិញបានចំណែកអុកវីនៅពេលដែលបានឮសាមីនបាននិយាយបែបនេះខ្លួនគេក៏នៅស្ទាក់ស្ទើររួចក៏បាននិយាយប្រាប់សាមីនវិញថាបើសិនជាសាមីនក្បត់គេដើម្បីប្រើប្រាស់គេក្នុងការយកថ្មប្រឡឹងទាំង3នោះសាមីនគឺអាចនឹងស្លាប់ដោយថ្វាយដៃរបស់អុកវីនឹងឯងបន្ទាប់មកសាមីនក៏បានមកកន្លែងបូជារបស់ខ្លួនបន្ទាប់មកខ្លួនក៏បាននិយាយរឿងរ៉ាវអំពីអុកវីដែលបានប្រមានខ្លួនមុននឹងហើយដែលជាហេតុធ្វើឲ្យសាមីនមានការខឹងសម្បារជាខ្លាំងហើយសាមីនក៏បាននិយាយថាខ្លួនគេគឺបានដោះលែងអុកវីក៏ដោយសារតែគេចង់ប្រើប្រាស់ទៅលើអុកវីដើម្បីយកគុជប្រឡឹងទាំង3នឹងឯងបន្ទាប់មកសាមីនក៏បានប្រើប្រាស់នៅវិជាសិល្បៈបិសាចរបស់ខ្លួនបានបញ្ចូលទៅក្នុងខ្លួនកូនចៅរបស់គេចំនួន2នាក់នៅពេលដែលចំហាយបិសាចចូលទៅក្នុងខ្លួនកូនចៅរបស់សាមីនរួចរាល់ហើយយើងក៏បានឃើញភ្នែកកូនចៅរបស់ពួកគេដែលមានគ្រាប់ភ្នែកធម្មតាប្រែទៅជាគ្រាប់ភ្នែកដែលមានរង្វង់ធំៗបន្ទាប់មកគេក៏បានឲ្យកូនចៅរបស់ខ្លួនទៅចាប់ទេវតានេះរីឯក្រុមទេវតាទាំងអស់គ្នាវិញដោយសារតែឃើញខ្សែកដែលកំណត់អំពីអត្តសញ្ញាណរបស់ពួកគេម្នាក់ៗបានបន្លឺឡើងក្នុងអំឡុងពេលនោះផងដែរពួកគេក៏បានដឹងថាមានទេវតាម្នាក់នៅក្នុងចំណោមទេវតាទាំងអស់គ្នាគឺកំពុងតែជួបគ្រោះថ្នាក់បន្ទាប់មកក្រុមទេវតាទាំងអស់ដែលជាប្អូនៗរបស់ទេសាក៏បានមកជុំគ្នាបន្ទាប់មកទេវតាសំណក់ក៏បានប្រើប្រាស់នៅសមត្ថភាពរបស់ខ្លួនបើកវិញ្ញាណដើម្បីស្វែង
វែងរកនៅកន្លែងដែលគ្រោះថ្នាក់ហ្នឹងបន្ទាប់មកពួកគេក៏បានដឹងថាមានក្រុមបិសាចចង់ចូលមកចាប់ទេវតានាគបន្ទាប់មកពួកគេក៏បាននាំគ្នាទៅទីកន្លែងនោះបាត់ទៅចូលមកដល់លោកម៉ារ៉ុកវិញដែលជាអ្នកគ្រប់គ្រងនិងអ្នកសម្របសម្រួលក្រុមទេវតានៅពេលដែលឃើញផ្លាកសញ្ញារបស់ខ្លួនបានពន្លឺឡើងម៉ារ៉ុកក៏បានខំប្រញាប់ប្រញាល់ដើម្បីទៅទីកន្លែងនោះផងដែរចូលមកដល់ទេវតានាគវិញម្ដងនាងក៏បានចេញពីធ្វើការដើម្បីធ្វើដំណើរទៅផ្ទះនៅពេលដែលនាងកំពុងតែធ្វើដំណើរនាងក៏មានអារម្មណ៍ថាដូចជាមាននរណាម្នាក់នៅពីក្រោយខ្លួនបន្ទាប់មកនាងក៏បានបើកមើលផ្លាកសញ្ញារបស់ខ្លួនរួចក៏បានដឹងថាមានសត្រូវចង់ចូលមកចាប់ខ្លួននឹងឯងបន្ទាប់មកនៅពេលដែលនាងបានដឹងក៏ហួសពេលបាត់ទៅហើយនាងក៏បានបែរទៅក្រោយម្ដងទៀតក៏បានឃើញកូនចៅរបស់សាមីនបានចូលមកដល់ហើយបំរុងចាប់នាងស្របពេលនោះដែរនាងក៏បានប្រើប្រាស់នៅសមត្ថភាពរបស់នាងប្រើយុទ្ធសិលចាប់ទៅលើពួកគេក៏ប៉ុន្តែយើងមើលឃើញថាយុទ្ធសាស្ត្ររបស់ទេវតានាគគឺដូចជាមិនអាចធ្វើអ្វីពួកគេបានទេក្នុងអំឡុងពេលនោះក្រុមទេវតាក៏បានមកដល់ដែលជាប្អូនៗរបស់ទេសាហើយក៏បានប្រយុទ្ធតតាំងជាមួយនឹងកូនចៅរបស់សាមីននឹងឯងក៏ប៉ុន្តែនៅពេលដែលពួកគេកំពុងតែប្រយុទ្ធគ្នាយើងក៏បានឃើញថាក្រុមទេវតាដូចជាមិនអាចធ្វើអ្វីពួកគេបានទេចំណែកឯទេវតាខ្លះដែលជាទេសាគេក៏បានមកទីស្នាក់ការរបស់ខ្លួនវិញដែលមុននឹងគឺគេបានទៅទារលុយកូនបំណុលរបស់ខ្លួនបន្ទាប់មកនៅពេលដែលគេបានមកដល់ទីស្នាក់ការគេក៏បានឃើញថាផ្លាកសញ្ញារបស់ខ្លួនក៏បានបញ្ចេញពន្លឺរួចក៏បានដឹងថាមានបញ្ហាទៅដល់កូនចៅរបស់ខ្លួនចំណែកទេវតាពស់វិញដោយសារតែនាងគឺរវល់ជាមួយនឹងអ្នកជំងឺនាងក៏បានមកជួបទេសារួចក៏បានលើកផ្លាកសញ្ញារបស់នាងដែលបានបញ្ចេញពន្លឺដូចគ្នាក៏ប៉ុន្តែមើលទៅដូចជាហួសពេលបាត់ទៅហើយក្រឡេកមកមើលក្រុមទេវតាវិញម្ដងនៅពេលនេះពួកគេគឺកំពុងតែប្រយុទ្ធជាមួយនឹងកូនចៅរបស់សាមីនក៏ប៉ុន្តែពួកគេគឺមិនអាចយកឈ្នះកូនចៅរបស់សាមីនបានទេស្របពេលនោះដែរម៉ារ៉ុកក៏បានមកដល់ទាន់ពេលចំណែកសាមីនវិញក៏មើលពួកគេទៅតាមចានវេទមន្តដែលចានវេទមន្តនេះនឹងឯងគឺវាតបភ្ជាប់ជាមួយនឹងក្របភ្នែករបស់កូនចៅរបស់សាមីនដែលកំពុងប្រយុទ្ធតតាំងជាមួយនឹងក្រុមទេវតានឹងឯងបន្ទាប់មកម៉ារ៉ុកក៏បានប្រើប្រាស់នៅដំបងទឹករបស់គេបញ្ចេញយុទ្ធសាស្ត្រដើម្បីឃុំឃាំងកូនចៅរបស់សាមីនទាំងអស់ហ្នឹងបន្ទាប់មកម៉ារ៉ុកក៏បានឲ្យក្រុមទេវតាទាំងអស់គ្នាប្រញាប់ចេញពីទីកន្លែងហ្នឹងក៏ប៉ុន្តែសាមីននៅពេលដែលបានឃើញកូនចៅរបស់ខ្លួនត្រូវបានជាប់គាំងដោយសារតែយុទ្ធសាស្ត្ររបស់ម៉ារ៉ុកគេក៏បានប្រើប្រាស់នៅវិជាសិលអ្វីមួយយ៉ាងដែលមានសមត្ថភាពអាចបំបែកនៅយុទ្ធសាស្ត្ររបស់ម៉ារ៉ុកបានស្របពេលនោះដែរកូនចៅរបស់សាមីនក៏បានចូលទៅចាប់ច្បាច់កម៉ារ៉ុកបន្ទាប់មកក៏បានធ្វើឲ្យម៉ារ៉ុកធាក់នៅអាវុធរបស់ខ្លួនក្រឡេកទៅទេវតាស្វាវិញនៅពេលដែលឃើញពួកគេចាប់ច្បាច់កលោកម៉ារ៉ុកគេក៏បានចូលទៅជួយបន្ទាប់មកម៉ារ៉ុកក៏បានរើសអាវុធរបស់ខ្លួនហើយក៏បានប្រើប្រាស់នៅវិជាសិលរបស់គេម្ដងទៀតក៏ប៉ុន្តែលើកនេះកូនចៅរបស់សាមីនក៏ត្រូវបានសាមីនយកពួកគេទៅកន្លែងបូជាវិញក៏ប៉ុន្តែពួកគេទាំងអស់គ្នាគឺមានម្នាក់ដែលត្រូវបានម៉ារ៉ុកចាប់វិញ្ញាណគេបានបន្ទាប់មកម៉ារ៉ុកក៏បានប្រើប្រាស់នៅវិញ្ញាណរបស់ខ្លួនមើលទៅក្នុងកែវភ្នែកគេហើយក៏បានដឹងថារឿងរ៉ាវទាំងអស់នេះគឺសុទ្ធសឹងតែជាស្នាដៃរបស់សាមីនគឺជាអ្នកនៅពីក្រោយខ្នងដែលឲ្យពួកគេមកចាប់ទេវតានាគនឹងឯងស្របពេលនោះដែរនៅពេលដែលម៉ារ៉ុកបានដឹងហេតុការណ៍ទាំងអស់ហើយវិញ្ញាណបិសាចដែលត្រូវបានម៉ារ៉ុកចាប់បានមុននឹងក៏បានរលាយនៅក្នុងពេលនោះផងដែរបន្ទាប់មកម៉ារ៉ុកក៏បានឲ្យក្រុមទេវតាទាំងអស់គ្នាប្រញាប់ប្រញាល់ទៅទីស្នាក់ការរបស់ខ្លួនដើម្បីសម្រាប់ព្យាបាលក្នុងឡុងពេលនោះទេវតាស្វាក៏បានសាកសួរទៅលើម៉ារ៉ុកអំពីរឿងរ៉ាវដែលម៉ារ៉ុកបានឃើញមុនហ្នឹងក៏ប៉ុន្តែម៉ារ៉ុកក៏បានប្រាប់ទៅទេវតាស្វាវិញថាខ្លួនគេមិនបានឃើញរឿងរ៉ាវទាំងអស់នោះច្បាស់ទេដូច្នេះហើយគឺគេមិនអាចប៉ាន់ស្មានបាននោះទេក៏ប៉ុន្តែតាមពិតទៅម៉ារ៉ុកគឺគេមិនទាន់ចង់ប្រាប់រឿងរ៉ាវដែលគេបានឃើញមុនហ្នឹងដែលជាស្នាដៃរបស់សាមីនដែលនៅពីក្រោយខ្នងនឹងឯងចំណែកបិសាចអុកវីវិញក៏កំពុងតែឈរនៅលើអគារខ្ពស់មួយរួចក៏បានបើកភ្នែករបស់គេដើម្បីចាប់ទីតាំងរបស់ក្រុមទេវតាហើយក៏បានឃើញម៉ារ៉ុកដែលជាសត្រូវរបស់គេតាំងពីអតីតកាលរួចគេក៏បាននិយាយថាអតីតកាលគឺត្រូវបានចាប់ផ្ដើមហើយកម្មដល់ទេវតាខ្លះដែលជាទេសាវិញម្ដងដែលកំពុងតែព្រួយបារម្ភអំពីសុខសុវត្ថិភាពរបស់ក្រុមទេវតាទាំងអស់គ្នាក្នុងឡុងពេលនោះម៉ារ៉ុកក៏បានទេមកបាំងវូដែលជាទេវតាពស់ឲ្យនាងប្រញាប់ប្រញាល់ទៅមើលក្រុមទេវតាដែលកំពុងតែមានរបួសចំណែកទេសានៅពេលដែលបានឮដំណឹងនឹងហើយគេក៏បានប្រញាប់ប្រញាល់ទៅមើលពួកគេនៅពេលដែលទេសាបានឃើញពួកគេមិនមានបញ្ហាអ្វីរួចក៏បានចេញពីទីកន្លែងនោះដើម្បីមកអង្គុយគិតម្នាក់ឯងចំណែកម៉ារ៉ុកវិញក៏បានមកជួបជាមួយនឹងទេសាដើម្បីពិភាក្សាអំពីរឿងរ៉ាវដែលតាក់ទងជាមួយនឹងវិញ្ញាណបិសាចចូលមកដល់បាំងវូដែលជាទេវតាពស់នាងក៏បានប្រើប្រាស់នៅសមត្ថភាពរបស់ខ្លួនដើម្បីព្យាបាលទៅដល់ក្រុមទេវតាទាំងអស់
ស់គ្នាដោយការព្យាបាលនោះគឺមានលក្ខណៈបែបបុរាណចំណែកទេវតានាគវិញនៅពេលដែលបានសម្រាកព្យាបាលរួចរាល់ហើយនាងក៏បានចាក់ចេញពីទីកន្លែងហ្នឹងដើម្បីទៅយកអវ៉ាន់ចូលមករស់នៅជាមួយនឹងក្រុមទេវតាវិញចំណែកទេវតាកណ្ដុរវិញដោយសារតែគេគឺជាទេវតាដែលមានធាតុជាកណ្ដុរគេក៏បានដើរទៅរកថ្នាំបើកម្លាំងដែលនៅក្នុងបន្ទប់ដាក់ថ្នាំរបស់ទេវតាពស់ហេតុនេះហើយធាតុជាកណ្ដុរគឺតែងតែរកនិងភ្លក់នៅរបស់ថ្មីដែលមិនបានប្រាប់ម្ចាស់គេនឹងឯងបន្ទាប់មកទេវតាកណ្ដុរក៏បានភ្លក់នៅថ្នាំរបស់បាងវូដែលជាទេវតាពស់ស្របពេលនោះដែរក៏បានធ្វើឲ្យគេបែកពពុះមាត់ក៏ប៉ុន្តែពេលនោះទេវតាពស់ក៏បានចេញមកទាន់ហើយក៏បានព្យាបាលគេផងដែរចូលមកដល់ម៉ារុកនិងទេសាក៏បានមកជួបជាមួយនឹងក្រុមទេវតាដើម្បីពិភាក្សាអំពីរឿងរ៉ាវនៃការរស់រានមានជីវិតឡើងវិញអំពីវិញ្ញាណបិសាចបន្ទាប់មកក្រុមទេវតាទាំងអស់គ្នាក៏បានសាកសួរទៅលើម៉ារុកអំពីហេតុការណ៍និងការរស់រានមានជីវិតឡើងវិញអំពីបិសាចដោយសារតែពេលអតីតកាលពួកគេត្រូវបានលះបង់នូវធម៌ពលរបស់ខ្លួនដើម្បីបិទទ្វារនរកក្នុងការធ្វើឲ្យមានសុខសន្តិភាពនៅក្នុងពិភពមនុស្សហេតុនេះហើយទើបបានជាពួកគេងឿងឆ្ងល់អំពីការរស់រានមានជីវិតឡើងវិញនៃវិញ្ញាណបិសាចបន្ទាប់មកពួកគេក៏បានឲ្យម៉ារុកប្រើប្រាស់នៅវិញ្ញាណរបស់ខ្លួនដើម្បីស្វែងរកទីតាំងនៃវិញ្ញាណទាំងអស់នោះក៏ប៉ុន្តែម៉ារុកគឺមិនអាចស្វែងរកពួកគេបានទេក៏ដោយសារតែពេលបច្ចុប្បន្នធម៌ពលនៃវិញ្ញាណបិសាចគឺមានភាពខ្លាំងក្លានិងមានធម៌ពលជាងពួកគេហេតុនេះហើយទើបបានជាម៉ារុកព្រួយបារម្ភនៅរឿងទាំងអស់ហ្នឹងចំណែកទេវតាកាន់ជីដែលជាទេវតាសំណក់នាងក៏បានសួរទេសាដើម្បីស្វែងរកនៅវិញ្ញាណបិសាចទាំងអស់ហ្នឹងក្នុងការការពារទៅដល់មនុស្សលោកក៏ប៉ុន្តែពេលនោះទេសាក៏បានប្រាប់ទេវតាសំណក់កុំឲ្យគិតអំពីរឿងរ៉ាវរបស់មនុស្សលោកក៏ដោយសារតែប្រហែលឆ្នាំមកនេះទេសាហើយនិងទេវតាដទៃទៀតគឺតែងតែបានជួយទៅដល់មនុស្សលោកក៏ប៉ុន្តែលទ្ធផលដែលក្រុមទេវតាទទួលបានគឺបានត្រឹមតែភាពអាត្មានិយមរបស់មនុស្សលោកតែប៉ុណ្ណោះដែលបានផ្ដល់ឲ្យពពួកទេវតានឹងឯងហើយពេលបច្ចុប្បន្នដែលទេសាចង់ធ្វើគឺជាការការពារទៅដល់ក្រុមទេវតាទាំងអស់គ្នាពីក្រុមបិសាចដែលលោកគឺមិនចង់ឃើញក្នុងក្រុមទេវតាមានអ្នកណាម្នាក់ស្លាប់នោះទេដោយសារតែពេលអតីតកាលគឺមានទេវតា4នាក់ដែលបានស្លាប់ក្នុងសមរភូមិក្នុងការប្រយុទ្ធតតាំងជាមួយនឹងក្រុមបិសាចដើម្បីជួយការពារទៅដល់មនុស្សលោកនឹងឯងចំណែកឯកានជីនៅពេលដែលបានលើទេសានិយាយបែបនេះក៏មានការខឹងសម្បាទៅលើទេសាជាខ្លាំងរួចក៏បាននិយាយប្រាប់ទេសាវិញថាតួនាទីជាទេវតាគឺមានភារកិច្ចដើម្បីជួយទៅដល់មនុស្សលោកដូច្នេះហើយនាងនិងទេវតាដទៃទៀតគឺស្ម័គ្រចិត្តនិងមិនខ្លាចដើម្បីប្រយុទ្ធតតាំងជាមួយនឹងក្រុមបិសាចនោះទេហើយរឿងអតីតកាលដែលមានទេវតាស្លាប់ចំនួន4នាក់រឿងនោះគឺជារឿងដែលកន្លងហួសបាត់ទៅហើយចំណែកពេលបច្ចុប្បន្នវិញតួនាទីដែលជាទេវតាគឺត្រូវតែជួយការពារទៅដល់មនុស្សលោកបន្ទាប់មកទេសាក៏បានស្រែកទៅឲ្យកាន់ជីបន្ទាប់មកខ្លួនគេក៏បានដើរចេញពីទីកន្លែងនឹងបាត់ទៅចំណែកម៉ារុកវិញនៅពេលដែលឃើញស្ថានភាពបែបនេះក៏បានឲ្យពួកគេសម្រួលអារម្មណ៍បន្ទាប់មកម៉ារុកក៏បានឲ្យទេវតាកណ្ដុរបង្កើតនូវឧបករណ៍មួយយ៉ាងដើម្បីអាចកំណត់ទីតាំងនៅវិញ្ញាណបិសាចបន្ទាប់មកម៉ារុកក៏បានហៅទេវតាស្វាឲ្យទៅជួបគេដើម្បីពិភាក្សារឿងផ្ទាល់ខ្លួនផងដែរចូលមកដល់ហាងមួយកន្លែងម៉ារុកហើយនិងទេវតាស្វាក៏បានមកជួបគ្នាបន្ទាប់មកម៉ារុកដែលជាអ្នកគ្រប់គ្រងនិងសម្របសម្រួលទៅដល់ក្រុមទេវតាក៏បានប្រាប់ទៅដល់ទេវតាស្វាអំពីរឿងរ៉ាវដែលពួកគេបានឆ្លោះប្រកែកគ្នាមុននឹងហើយក៏បានសាកសួរទៅលើទេវតាស្វាអំពីរឿងរ៉ាវដែលម៉ារុកចង់ឲ្យខ្លួនគេខ្លាចជាអ្នកដឹកនាំនៃក្រុមទេវតាទាំង12ដោយសារតែម៉ារុកគឺព្រួយបារម្ភខ្លាចទេវតាទាំងអស់គ្នាបែកបាក់សាមគ្គីហេតុនេះហើយទើបបានជាឲ្យទេវតាស្វាគ្រប់គ្រងនៅទេវតាទាំង12វិញម្ដងចំណែកទេវតាទេសាវិញគឺមានភាពស្ទាក់ស្ទើរនឹងការខកចិត្តជាមួយនឹងមនុស្សលោកហេតុនេះហើយទើបបានជាម៉ារុកព្រួយបារម្ភទៅលើផ្លូវចិត្តរបស់ទេវតាទេសាដែលអាចធ្វើឲ្យប៉ះពាល់នឹងបែកបាក់សាមគ្គីនៃទេវតាទាំងអស់គ្នានឹងឯងបន្ទាប់មកម៉ារុកក៏បានសម្រេចឲ្យទេវតាស្វាក្លាយជាអ្នកដឹកនាំនៃទេវតាទាំង12ក៏ប៉ុន្តែមិនទាន់ប្រាប់ទៅដល់ក្រុមទេវតាទាំងអស់គ្នាឲ្យបានដឹងនោះទេចូលមកដល់ទេវតាទេសាវិញម្ដងគេក៏បានមករំលឹកពីអតីតកាលដែលជាទីកន្លែងរបស់ទេវតាទាំង4នាក់ដែលត្រូវបានស្លាប់នៅក្នុងសមរភូមិក្នុងការប្រយុទ្ធតតាំងជាមួយនឹងក្រុមបិសាចទាំងឯងស្របពេលនោះដែរម៉ារុកក៏បានទៅដល់ទីកន្លែងនឹងផងដែររួចក៏បានចូលទៅនិយាយជាមួយនឹងទេសាបន្ទាប់មកម៉ារុកក៏បានប្រាប់រឿងរ៉ាវដែលម៉ារុកបានប្រយុទ្ធតតាំងជាមួយនឹងក្រុមបិសាចនៅពេលដែលគេបានទៅជួយទេវតានាគបន្ទាប់មកម៉ារុកក៏បាននិយាយថាសាមីនគឺជាអ្នកនៅពីក្រោយខ្នងដែលជាអ្នកធ្វើឲ្យមានការរស់រានមានជីវិតឡើងវិញនៃវិញ្ញាណបិសាចទាំងអស់ហ្នឹងចំណែកឯទេសាដែលជាទេវតាខ្លានៅពេលដែលដឹងថាសាមីនគឺជាអ្នកដែលធ្វើឲ្យវិញ្ញាណបិសាចមានការរស់រានឡើងវិញគេក៏បានអស់សំណោចដោយសារតែគេមិនជឿទៅលើសមត្ថភាពរបស់សាមីនដោយសាមីនគឺជាមនុស្សធម្មតាតែគេមានសមត្ថភាពឯណាអាចធ្វើឲ្យវិញ្ញាណបិសាចមានការរស់រានឡើងវិញបានបន្ទាប់មកទេសាក៏បានដើរចេញពីទីកន្លែងហ្នឹងបាត់ទៅ
ចូលមកដល់ទេវតានេះនាងក៏បានមករស់នៅជាមួយនឹងក្រុមទេវតាវិញម្ដងក៏ដោយសារតែបញ្ហានៃការរស់រានមានជីវិតឡើងវិញនៃវិញ្ញាណបិសាចបន្ទាប់មកនាងក៏បានមកដល់ទីស្នាក់ការរបស់ក្រុមទេវតាឬក៏បានមកជួបជាមួយនឹងម៉ារ៉ុកចំណែកម៉ារ៉ុកវិញនៅពេលដែលឃើញទេវតានេះបានមកចូលរួមជាមួយនឹងក្រុមទេវតាវិញគេក៏បានរីករាយនឹងទទួលស្វាគមន៍ទៅដល់ទេវតានេះដែលបានចូលមកក្រុមទេវតាវិញចំណែកទេវតាកាន់ជីដែលមានធាតុសំណក់នាងក៏បានកំពុងតែរត់ហាត់ប្រាណទាំងមានកំហឹងនៅក្នុងខ្លួនដែលនាងមានការអន់ចិត្តជាខ្លាំងចំពោះទេសាដែលបានស្រែកអាយខ្លួនកាលពីពេលមុនកាន់មកដល់ទេសាដែលជាទេវតាខ្លាអ្វីត្បិតថាគេមានការខកចិត្តទៅដល់មនុស្សលោកហើយក៏បានស្រែកឲ្យទេវតាកាន់ជីកាលពីពេលមុនហើយក៏បានដឹងថាវាគឺជាកំហុសឆ្គងរបស់ខ្លួនដែរក៏ប៉ុន្តែក៏ដោយសារតែលោកគឺជាទេវតាខ្លាចរិតលក្ខណៈនៃទេវតាខ្លាគឺតែងតែមានការឆាវឆាវបន្តិចហើយត្រូវការមានការលើកទឹកចិត្តពីអ្នកដទៃក៏ប៉ុន្តែអ្វីដែលលោកកំពុងធ្វើគឺគ្រាន់តែចង់ការពារទៅដល់ក្រុមទេវតាទាំងអស់គ្នាបន្ទាប់មកទេសាក៏បានពិចារណាឡើងវិញរួចគេក៏បានទៅជួបលោកយាយគន់សុងនៅពេលដែលទេសាបានទៅជួបលោកយាយគន់សុងក៏បានឲ្យប្រាក់មួយចំនួនហើយក៏បានទិញអ្វីអវ៉ាន់របស់លោកយាយគន់សុងទាំងអស់ដើម្បីចង់ឲ្យលោកយាយចាក់ចេញពីទីកន្លែងហ្នឹងហើយទេសាក៏បានទិញសម្បត្តិ Airline ដែលជាសម្បត្តិយន្តហោះជូនទៅដល់លោកយាយនិងប្តីរបស់គាត់ហើយក៏បានប្រាប់គាត់ថាឲ្យគាត់ចាក់ចេញពីទីកន្លែងហ្នឹងដើម្បីសុខសុវត្ថិភាពនៅពេលអនាគតដោយសារតែពេលបន្តិចទៀតគឺនឹងមានការប្រយុទ្ធតតាំងជាមួយនឹងក្រុមបិសាចដោយសារតែពេលនេះការរស់រានមានជីវិតឡើងវិញនៃវិញ្ញាណបិសាចនឹងអាចធ្វើឲ្យប៉ះពាល់ទៅដល់លោកយាយគន់សុងផងដែរហេតុនេះហើយទើបបានជាទេសាបានឲ្យលោកយាយប្រញាប់ប្រញាល់ចេញពីតំបន់មួយហ្នឹងនិងកសាងសុភមង្គលជាមួយនឹងក្រុមគ្រួសាររបស់គាត់នៅតំបន់ថ្មីវិញនឹងឯងកាត់មកដល់អុកវីវិញម្ដងនៅពេលនេះគឺគេបានស្វែងរកនៅថ្មប្រឡឹងបានមួយគ្រាប់ហើយគឺនៅសល់ថ្មវិញ្ញាណពីរគ្រាប់ទៀតតែប៉ុណ្ណោះហើយថែមទាំងវិញ្ញាណទេវតានេះគឺនឹងអាចបើកទ្វារនរកដើម្បីចូលមកគ្រប់គ្រងនៃពិភពមនុស្សវិញហើយកាន់មកដល់ទេសាពេលនេះគឺគេកំពុងតែនៅទីស្នាក់ការហើយក៏មានលោកយាយគន់សុងក៏បានមកទីនោះដើម្បីមកជួបទេសាហើយក៏បានទិញម្ហូបអាហារមួយចំនួនដើម្បីមកហូបជាមួយនឹងគេផងដែរចំណែកទេសានៅពេលដែលបានឃើញលោកយាយគន់សុងបានមកដល់ទីស្នាក់ការរបស់ខ្លួនគេក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលគិតថាលោកយាយគន់សុងគឺបានចាក់ចេញពីតំបន់មួយនឹងបាត់ទៅហើយក៏ប៉ុន្តែបែរទៅជាលោកយាយមិនព្រមចាក់ចេញពីតំបន់មួយនឹងហើយថែមទាំងយកប្រាក់និងសម្បត្តិ Airline ដែលជាសម្បត្តិយន្តហោះដែលទេសាបានទិញឲ្យយកមកឲ្យទេសាវិញហើយក៏បានប្រាប់ទេសាវិញថាទេសាគឺជាអ្នកថែរក្សានៅមនុស្សលោកហើយទេសាគឺជាអ្នកមានគុណដែលជួយលោកយាយនិងម្ដាយរបស់គាត់ហេតុនេះហើយទើបបានជាលោកយាយមិនព្រមចាក់ចេញពីតំបន់មួយហ្នឹងហើយថែមទាំងស្ម័គ្រស្លាប់និងរស់នៅក្នុងតំបន់មួយហ្នឹងជាមួយនឹងទេសាដែលលោកយាយជឿជាក់ទៅលើទេសាថាគឺនឹងអាចការពារទៅដល់មនុស្សលោកបានចំណែកទេសានៅពេលដែលឮសម្ដីលោកយាយគន់សុងបាននិយាយបែបនេះលោកក៏មានការសប្បាយចិត្តយ៉ាងខ្លាំងហើយការខកចិត្តទៅលើក្រុមមនុស្សក៏បានលុបបំបាត់ម្ដងបន្តិចផងដែរត្រឡប់ទៅពេលអតីតកាលមូលហេតុដែលបិសាចចង់បានថ្មប្រឡឹងដែលបន្សល់ទុកពីហេថេដូច្នេះហើយដំបូងគឺណែនាំអំពីហេថេគឺជានរណាសម្រាប់ហេថេគឺជាទេវតាដែលត្រូវបានតែងតាំងដោយព្រះហើយគេគឺត្រូវបានបង្កើតនិងរួមបញ្ចូលនៃអំណាចទេវតាទាំង12ហើយយុទ្ធសាស្ត្រដែលហេថេមានគឺស្រដៀងគ្នាទៅនឹងទេសាដែរដែលជាទេវតាខ្លាពីដំបូងនៅពេលដែលហេថេត្រូវបានបង្កើតដោយអំណាចនៃទេវតាទាំង12គេត្រូវបានមករកណែនាំឲ្យស្គាល់ទេសានៅពេលដែលហេថេធំពេញរូបពេញរាងទេសាហើយនិងហេថេក៏បានចាប់ដៃគ្នាដើម្បីជួយស្រោចស្រង់មនុស្សលោកដែលត្រូវបានពពួកបិសាចចូលមករំខានបន្ទាប់មកពួកគេទាំងពីរនាក់ទេសាហើយនិងហេថេក៏បានរាប់អានគ្នាដូចជាបងប្អូនផងដែរកាត់មកដល់សាមីនវិញម្ដងពេលនេះគេកំពុងតែនៅទីកន្លែងបូជាហើយគេក៏បាននឹកនាទៅដល់ហេថេដែលពេលនោះសាមីនគឺជាអ្នកបម្រើទៅដល់ហេថេនឹងឯងដោយពេលនោះហេថេគឺត្រូវបានស្លាប់នៅក្រោមស្នាដៃរបស់ទេសាហើយយើងក៏មិនបានដឹងថាមូលហេតុអ្វីបានជាទេសាបានសម្លាប់ទៅលើហេថេនោះដែរហើយនៅពេលដែលហេថេបានស្លាប់ទៅគេក៏បានបន្សល់ទុកនៅថ្មប្រឡឹងទាំង3នឹងឯងក្រឡេកមកមើលពេលបច្ចុប្បន្នវិញម្ដងនៅពេលនេះសាមីនគឺកំពុងតែនឹកនាទៅដល់ហេថេស្របពេលនោះដែរក៏បានលេចមុខអុកវីមកជួបគេហើយគេក៏បានមកប្រាប់អំពីដំណឹងដែលខ្លួនគេគឺអាចស្វែងរកថ្មប្រឡឹងទាំង3នោះបានដើម្បីយកមកជូនសាមីនដូច្នេះហើយអុកវីក៏បានមករំលឹកសាមីនម្ដងទៀតបើសិនជាសាមីនបានថ្មប្រឡឹងទាំង3នោះហើយក្បត់គេនោះគេនឹងសម្លាប់សាមីនផងដែរចូលមកដល់ម៉ារ៉ុកគេក៏បានមកជួបជាមួយនឹងទេសាហើយក៏បានមកនិយាយប្រាប់អំពីរឿងរ៉ាវនៃការរស់រានមានជីវិតឡើងវិញនៃអុកវីចំណែកទេសានៅពេលដែលដឹងថាអុកវីមានជីវិតរស់រានឡើងវិញគេក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយ
ហើយក៏បានសួរម៉ារ៉ុកវិញថាតើអ្នកណាគឺជាអ្នកដោះលែងអុកវីចំណាម៉ារ៉ុកក៏បានឆ្លើយវិញថាប្រហែលជាសាមីនជាអ្នកនៅពីក្រោយខ្នងនៃរឿងរ៉ាវទាំងអស់ហ្នឹងបន្ទាប់មកម៉ារ៉ុកក៏បានបង្ហាញនៅកាមេរ៉ាសុវត្ថិភាពដែលឃើញអុកវីបានចូលទៅយកថ្មប្រឡឹងពីបន្ទប់ពិសោធន៍ដែលគេបានរកឃើញកាលពីថ្ងៃមុនបន្ទាប់មកម៉ារ៉ុកក៏បាននិយាយថែមទៀតថាការការពារទៅលើទេវតានេះគឺជារឿងដ៏សំខាន់ដោយសារតែពេលនេះអុកវីគឺបានព្យាយាមស្វែងរកថ្មប្រឡឹងទាំង3និងប្រឡឹងនេះដើម្បីអាចបើកទ្វារនរកបានហេតុនេះហើយទើបបានជាម៉ារ៉ុកប្រាប់ទៅទេសាឲ្យការពារទៅលើទេវតានេះឲ្យបានហ្មត់ចត់ដាច់ខាតគឺមិនឲ្យអុកវីអាចរកឃើញនៅទេវតានេះបានទេកាត់មកដល់អុកវីវិញម្ដងនៅពេលនេះគឺគេបានរកឃើញថ្មប្រឡឹងចំនួន1គ្រាប់ហើយកាលពីភាគទី3បន្ទាប់មកអុកវីក៏បានមកជួបគ្នាជាមួយនឹងសាមីនម្ដងទៀតរួចគេក៏បានប្រើប្រាស់ធម្មពលនៃកែវភ្នែករបស់ខ្លួនដើម្បីស្វែងរកនៅថ្មប្រឡឹងចំនួន1គ្រាប់ទៀតបន្ទាប់មកអុកវីក៏បានរកឃើញថ្មប្រឡឹងទី2គឺកប់នៅក្រោមគំនរអេតចាយមួយកន្លែងនៅពេលដែលអុកវីបានកំណត់ទីតាំងរួចរាល់សាមីនក៏បានឲ្យកូនចៅរបស់គេទៅកន្លែងអេតចាយនោះផងដែរចូលមកដល់ពេលព្រឹកនៅទីកន្លែងដែលលក់អេតចាយមួយកន្លែងមានកម្មករម្នាក់ដែលកំពុងតែកាប់នៅអេតចាយហើយក៏បានឃើញនៅដុំថ្មមួយដោយគេមិនដឹងថាថ្មនោះគឺជាថ្មប្រឡឹងរបស់ហេថេនោះទេក្នុងអំឡុងពេលនោះកូនចៅរបស់សាមីនក៏បានទៅដល់ទីកន្លែងនោះផងដែររួចក៏បានសម្លាប់នៅកម្មករមួយនោះដើម្បីយកថ្មប្រឡឹងនឹងឯងកាត់មកដល់ទេវតាស្វាវិញម្ដងដែលពេលនេះគឺគេមានឧបករណ៍មួយយ៉ាងដែលអាចកំណត់ទីតាំងនៅវិញ្ញាណបិសាចហើយឧបករណ៍នេះគឺជាឧបករណ៍ដែលបានបង្កើតឡើងដោយស្នាដៃទេវតាកណ្ដុរដែលម៉ារ៉ុកបានឲ្យគេបង្កើតដើម្បីកំណត់ទីតាំងនៅវិញ្ញាណបិសាចនឹងឯងហើយនៅពេលនេះទេវតាស្វាក៏បានប្រើប្រាស់នៅឧបករណ៍មួយនឹងដើម្បីស្វែងរកនៅវិញ្ញាណបិសាចនឹងឯងក្នុងនោះពេលនោះទេវតាស្វាក៏បានឃើញភ្លើងក្រហមបានលោតទៅក្នុងឧបករណ៍កំណត់ទីតាំងរួចទេវតាស្វាក៏បានដឹងថាវិញ្ញាណបិសាចគឺកំពុងតែនៅក្បែរខ្លួននឹងឯងបន្ទាប់មកទេវតាស្វាក៏បានទៅទីកន្លែងនោះផងដែរចូលមកដល់ក្រុមទេវតាដែលជាបងប្អូនរបស់ទេសាពេលនេះពួកគេគឺកំពុងតែពង្រឹងនៅសមត្ថភាពរបស់ខ្លួនដើម្បីត្រៀមទុកនៅពេលដែលប្រយុទ្ធគ្នាជាមួយនឹងក្រុមបិសាចនឹងឯងចំណែកទេវតាជ្រូកក៏ត្រូវបានទេវតាពស់ឲ្យថ្នាំបង្កើនធម្មពលមួយយ៉ាងដែលថ្នាំនេះគឺអាចប្រើនៅពេលដែលជួបបញ្ហាតែប៉ុណ្ណោះកាត់មកដល់ទេសាហើយនឹងម៉ារ៉ុកនៅពេលដែលពួកគេបានពិភាក្សាអំពីរឿងរ៉ាវនៃបិសាចអុកវីរួចរាល់ទេសាក៏បានហៅទេវតានេះចូលទៅក្នុងហើយក៏បាននិយាយពីការរស់រានមានជីវិតឡើងវិញនៃបិសាចអុកវីហើយទេសាក៏បានប្រាប់ទៅកាន់ទេវតានេះឲ្យការពារខ្លួនជាចាំបាច់ដែលមិនត្រូវឲ្យខ្លួនចេញទៅក្រៅនោះទេបើសិនជាមិនចាំបាច់ចំណែកទេវតានេះនៅពេលដែលលើកដំណឹងថាអុកវីគឺមានជីវិតរស់រានឡើងវិញនាងក៏បានគិតថាការស្មើស្មៃរបស់នាងគឺដូចជាការពិតហើយនាងបំរុងរៀបនឹងប្រាប់រឿងរ៉ាវដែលនាងបានស្រមៃទុកនៅពេលអនាគតប្រាប់ទៅកាន់ទេសាក៏ប៉ុន្តែទេសាគឺមិនចង់ស្ដាប់ហេតុផលរបស់ទេវតានេះនោះទេសាគ្រាន់តែចង់ឲ្យទេវតានេះថែខ្លួននិងប្រុងប្រយ័ត្នដែលខ្លាចថាមានក្រុមបិសាចចាប់គេនឹងឯងចំណែកឯម៉ារ៉ុកវិញក៏បានមកជួបគ្នាជាមួយនឹងក្រុមទេវតាហើយក៏បានប្រាប់ពួកគេថាឲ្យមើលថែទៅលើទេវតានេះជាចាំបាច់ក៏ដោយសារតែពេលនេះវត្តមាននៃបិសាចអុកវីគឺបានត្រឡប់មកវិញហើយហេតុនេះហើយអុកវីក៏កំពុងតែស្វែងរកនៅថ្មប្រឡឹងទាំង3ដែលជាថ្មប្រឡឹងរបស់ហេថេហើយនៅពេលនេះគឺគេចង់បាននៅប្រឡឹងនេះដើម្បីអាចបើកទ្វារនរកឡើងវិញបាននឹងឯងកាត់មកដល់ទេវតាស្វាវិញម្ដងដែលគេបានដើរទៅតាមទីតាំងដែលម៉ាស៊ីនកំណត់ទីតាំងបានកំណត់បន្ទាប់មកទេវតាស្វាក៏បានឃើញក្រុមបិសាចបានដើរកាត់នៅទីកន្លែងនោះមែនបន្ទាប់មកទេវតាស្វាក៏បានដើរទៅតាមពួកគេតាមក្រោយនៅពេលដែលទេវតាស្វាបានដើរទៅតាមពួកគេរហូតទៅដល់កន្លែងរូងមួយក៏មានយន្តអ្វីមួយយ៉ាងដែលអាចធ្វើឲ្យទេវតាស្វាមិនអាចឃើញទីតាំងរបស់ពួកគេបានទេកាត់មកដល់ទេសាវិញម្ដងនៅពេលនេះគេកំពុងតែគិតអំពីអតីតកាលដោយពេលនោះទេសារៀបនឹងបំរុងនឹងចូលទៅសម្លាប់អុកវីក៏ប៉ុន្តែក៏ត្រូវបានទេវតានេះហាមឃាត់ហេតុនេះហើយទំនាក់ទំនងរវាងទេវតានេះនិងអុកវីប្រហែលជាពួកគេមានស្នេហាជាមួយគ្នាទើបបានជាអំឡុងពេលនោះទេវតានេះបានប្រើប្រាស់នៅធម៌ពលរបស់ខ្លួនដើម្បីចង់ហាមឃាត់ទៅលើទេសាកុំឲ្យសម្លាប់អុកវីក៏ប៉ុន្តែយុទ្ធសាស្ត្ររបស់ទេវតានេះគឺមិនអាចយកឈ្នះទេសាបានទេបន្ទាប់មកទេសាក៏បានដើរទៅរកអុកវីហើយក៏បានយាដៃបំរុងនឹងសម្លាប់គេដោយពេលនោះទេសាគឺខឹងសម្បាទៅលើអុកវីជាខ្លាំងដោយគេគឺបានបំផ្លាញនៅពិភពលោកនិងសម្លាប់មនុស្សជាច្រើននឹងឯងស្របពេលនោះដែរទេសាក៏បានភ្ញាក់ខ្លួនឡើងវិញបន្ទាប់មកទេវតាស្វាហើយនិងម៉ារ៉ុកក៏បានមកជួបគ្នាជាមួយនឹងទេសាហើយក៏បានប្រាប់អំពីទីតាំងរបស់បិសាចដែលទេវតាស្វាបានទៅរកឃើញមុននឹង
កាត់មកដល់ក្រុមបិសាចវិញម្ដងសាមីនហើយនឹងអុកវីពួកគេក៏បានមកជួបគ្នារួចពួកគេក៏បានស្វែងរកនៅថ្មប្រឡឹងបាន2គ្រាប់ហើយពួកគេនៅសល់តែថ្មប្រឡឹងមួយទៀតតែប៉ុណ្ណោះនឹងបូកបន្ថែមជាមួយនឹងប្រឡឹងទេវតានេះពួកគេនឹងអាចសម្រេចនៅគោលបំណងរបស់ខ្លួនចំណែកអុកវីក៏បាននិយាយប្រាប់សាមីនថាថ្មប្រឡឹងមួយគ្រាប់ទៀតគឺមិនមានបញ្ហាអ្វីនោះទេក៏ដោយសារតែគេអាចប្រើប្រាស់នៅកែវភ្នែករបស់ខ្លួនដើម្បីស្វែងរកនៅថ្មប្រឡឹងនោះបានក៏ប៉ុន្តែអ្វីដែលសំខាន់នោះគឺទេវតានេះដែលពេលនេះនាងគឺកំពុងតែនៅជាមួយនឹងក្រុមទេវតាទាំងអស់គ្នាដូច្នេះហើយគឺពិបាកនឹងចូលទៅយកប្រឡឹងទេវតានេះនឹងឯងបន្ទាប់មកសាមីនក៏បានប្រាប់ទៅអុកវីវិញថាតាំងពីហេថេបានស្លាប់ទៅពួកគេក៏បានលះបង់នៅថាមពលរបស់ខ្លួនដើម្បីបិទទ្វារនរកដូច្នេះហើយពេលបច្ចុប្បន្ននៃក្រុមទេវតាគឺមិនមែនជាដៃគូជាមួយនឹងអុកវីនោះទេចូលមកដល់ទេសាហើយនឹងម៉ារ៉ុកពួកគេក៏បានមកដល់ទីតាំងរបស់ក្រុមបិសាចដែលទេវតាស្វាបានប្រាប់មុនហ្នឹងនៅពេលដែលម៉ារ៉ុកបានឃើញរូងផ្លូវដែលជារូងផ្លូវរបស់ក្រុមបិសាចតែងតែដើរចូលម៉ារ៉ុកក៏បានដឹងថារូងផ្លូវនេះគឺត្រូវបានហ៊ុមព័ទ្ធដោយវេទមន្តខ្មៅងងឹតម្យ៉ាងដោយមនុស្សធម្មតាគឺមិនអាចដឹងនោះទេក្នុងអំឡុងពេលនោះម៉ារ៉ុកក៏បានឃើញនៅផ្លាកសញ្ញារបស់ខ្លួនបានបញ្ចេញនៅពន្លឺហើយទេសាហើយនឹងម៉ារ៉ុកក៏បានដឹងថាមាននរណាម្នាក់ដែលនៅក្នុងក្រុមទេវតាគឺកំពុងតែជួបបញ្ហាបន្ទាប់មកទេវតាក៏បានខលប្រាប់ទេសាឲ្យទេសាប្រញាប់ប្រញាល់ទៅជួយលោកយាយគន់សុងដោយសារតែពេលនេះគឺមានក្រុមបិសាចទៅចាប់លោកយាយបន្ទាប់មកក្រុមទេវតាទាំងអស់គ្នាក៏បាននាំគ្នាប្រញាប់ប្រញាល់ទៅជួយលោកយាយគន់សុងទុកឲ្យទេវតាពស់នៅជាមួយនឹងទេវតានេះដើម្បីរងចាំនៅក្នុងទីស្នាក់ការទេវតាដោយខ្លាចថាក្រុមបិសាចអាចចាប់ទេវតានេះបានហេតុនេះហើយទើបបានជាពួកគេឲ្យទេវតានេះនៅក្នុងទីស្នាក់ការដើម្បីរងចាំដំណឹងនឹងឯងចូលមកដល់លោកយាយកុនសុងនិងប្តីរបស់គាត់ដែលពេលនេះគឺត្រូវបានកូនចៅរបស់សាមីនចូលមកចាប់ពួកគេក៏ប៉ុន្តែពេលនោះប្តីរបស់លោកយាយកុនសុងក៏បានចូលទៅចាប់ក្រុមបិសាចដើម្បីឲ្យលោកយាយកុនសុងរត់ចេញពីទីកន្លែងហ្នឹងចំណែកឯប្តីលោកយាយកុនសុងក៏ត្រូវបានក្រុមបិសាចចាប់ចម្បាច់កដែលធ្វើឲ្យប្តីលោកយាយស្ទើរតែផុតដង្ហើមទៅហើយបន្ទាប់មកកូនចៅរបស់សាមីនក៏បានរត់ទៅតាមលោកយាយកុនសុងបន្ទាប់មកទេសាហើយនិងម៉ារ៉ុកក៏បានទៅដល់ទីកន្លែងរបស់លោកយាយកុនសុងហើយក៏បានទៅជួបប្តីលោកយាយដែលស្ទើរតែផុតដង្ហើមទៅហើយចំណែកឯលោកយាយកុនសុងក៏បានរត់មកផ្សារទំនើបមួយកន្លែងហើយក៏បានព្យាយាមរត់ទៅពួនក្នុងបន្ទប់ទឹកក្នុងឡុងពេលនោះកូនចៅរបស់សាមីនក៏បានមកដល់ទីកន្លែងនោះផងដែរចំណែកលោកយាយកុនសុងវិញលោកយាយក៏បានដកទូរស័ព្ទរបស់ខ្លួនដើម្បីខលហៅរកជំនួយក៏ប៉ុន្តែនៅពេលនោះក៏មាននរណាម្នាក់បានទេមកលោកយាយកុនសុងដែលធ្វើឲ្យសំឡេងទូរស័ព្ទរបស់លោកយាយបានបន្លឺឡើងដែលជាហេតុធ្វើឲ្យកូនចៅរបស់សាមីនបានដឹងថាលោកយាយគឺកំពុងតែពួននៅក្នុងបន្ទប់ទឹកបន្ទាប់មកពួកគេក៏បានទាត់ទ្វារបន្ទប់ទឹកម្ដងមួយដែលនៅសល់បន្ទប់ទឹកតែមួយគត់ដែលជាបន្ទប់ទឹករបស់លោកយាយកុនសុងនឹងឯងស្របពេលនោះដែរទេសាក៏បានចូលមកជួយទាន់ហើយក៏បានវាយពួកគេដើម្បីជួយលោកយាយកុនសុងបន្ទាប់មកទេសាក៏បានឲ្យលោកយាយកុនសុងទៅជាមួយនឹងម៉ារ៉ុកចំណែកកូនចៅរបស់សាមីនដែលត្រូវបានទេសាវាយឲ្យទ្រាំខ្លួនមុននឹងពួកគេក៏បានងើបឡើងវិញមើលទៅដូចជាមិនមានបញ្ហាអ្វីនោះទេកាត់មកដល់ម៉ារ៉ុកក៏បានล้อมលោកយាយកុនសុងព្យាយាមរត់គេចចេញពីទីកន្លែងហ្នឹងក៏ប៉ុន្តែក៏ត្រូវបានកូនចៅរបស់សាមីនចេញមកទាំងមុខទាំងក្រោយក៏ប៉ុន្តែនៅក្នុងអំឡុងពេលនោះក្រុមទេវតាក៏បានមកដល់ទាន់ពេលហើយពួកគេក៏បានប្រយុទ្ធតតាំងជាមួយនឹងក្រុមបិសាចកាត់មកដល់សាមីនវិញម្ដងដោយពេលនេះគឺគេបានទៅទីស្នាក់ការរបស់ទេវតាដើម្បីចាប់ទេវតានាគនឹងឯងហេតុនេះហើយយើងក៏បានដឹងថានេះគឺគ្រាន់តែជាល្បិចរបស់សាមីនដើម្បីព្យាយាមឲ្យក្រុមទេវតាចាក់ចេញពីទេវតានាគហើយគេអាចងាយស្រួលក្នុងការប្រយុទ្ធគ្នាជាមួយនឹងទេវតានាគនិងទេវតាពស់នឹងឯងក្រឡេកមកមើលបងប្អូនរបស់ទេសាវិញម្ដងដែលកំពុងតែប្រយុទ្ធតតាំងជាមួយនឹងកូនចៅរបស់សាមីនដើម្បីការពារទៅដល់លោកយាយកុនសុងក៏ប៉ុន្តែទោះបីជាក្រុមទេវតាខំប្រយុទ្ធតតាំងជាមួយនឹងក្រុមបិសាចយ៉ាងណាក៏ដោយទេវតាទាំងអស់គ្នាម្នាក់នៅតែមិនអាចធ្វើអ្វីទៅលើក្រុមបិសាចបានចំណែកទេវតាជ្រូកហើយនិងទេវតាសេះក៏កំពុងតែព្យាយាមប្រយុទ្ធគ្នាជាមួយនឹងបិសាចស្របពេលនោះដែរទេវតាជ្រូកក៏បានប្រើប្រាស់ថ្នាំម្យ៉ាងដែលទេវតាពស់បានឲ្យគេកាលពីលើកមុននៅពេលដែលគេបានផឹកថ្នាំនោះហើយធ្វើឲ្យគេក្រហល់ក្រហាយពោះនិងមានទឹកមុខឡើងក្រហមដូចជាមានអ្វីម្យ៉ាងធ្វើឲ្យគេមានថាមពលកាន់តែខ្លាំងបន្ទាប់មកទេវតាសេះហើយនិងទេវតាជ្រូកក៏បានព្រួតគ្នាវាយទៅលើកូនចៅរបស់សាមីនផងដែរចំណែកឯទេវតាសំណក់ហើយនិងទេវតាស្វាក៏បានព្រួតគ្នាដើម្បីប្រយុទ្ធជាមួយនឹងក្រុមបិសាចក៏ប៉ុន្តែក្រុមបិសាចទាំងអស់គ្នាដែលត្រូវបានក្រុមទេវតាវាយពួកគេទ្រាំខ្លួនមុននឹងក៏ត្រូវបានងើបមកវិញមើលទៅដូចជាមិនមានបញ្ហាអ្វីនោះទេ
ការបដសាមីនវិញក៏បានមកប្រយុទ្ធគ្នាជាមួយនឹងទេវតានាគនិងទេវតាពស់ដើម្បីនាំយកទេវតានាគទៅកន្លែងរបស់ខ្លួនស្របពេលនោះដែរទេវតាពស់និងទេវតានាគក៏បានព្រួតដៃគ្នាដើម្បីប្រយុទ្ធតតាំងជាមួយនឹងក្រុមបិសាចក្នុងពេលនោះទេវតាពស់ដែលកំពុងតែប្រយុទ្ធគ្នាជាមួយនឹងកូនចៅរបស់សាមីនក៏ត្រូវបានសាមីនប្រើប្រាស់នៅយុទ្ធសាស្ត្ររបស់ខ្លួនបាញ់ទៅលើទេវតាពស់ដែលធ្វើឲ្យទេវតាពស់សន្លប់នៅទីកន្លែងនោះផងដែរចំណែកទេវតានាគនៅពេលដែលបានឃើញទេវតាពស់ត្រូវបានដួលសន្លប់ដោយស្នាដៃរបស់សាមីននាងក៏បានព្យាយាមរត់ទៅជួយក៏ប៉ុន្តែក៏ត្រូវបានកូនចៅរបស់សាមីនវាយទៅលើគេមួយដៃដែលធ្វើឲ្យគេមិនអាចងើបមុខរួចក្នុងពេលនោះផងដែរសាមីនក៏បានប្រើប្រាស់នៅយុទ្ធសាស្ត្ររបស់គេសណ្ដំទៅលើទេវតានាគរួចក៏បាននាំយកគេទៅទីកន្លែងរបស់ខ្លួនផងដែរការបដក្រុមទេវតាវិញម្ដងដែលពួកគេកំពុងតែព្យាយាមប្រយុទ្ធគ្នាជាមួយនឹងកូនចៅរបស់សាមីនក៏ប៉ុន្តែនៅពេលដែលពួកគេកាន់តែប្រយុទ្ធទៅកូនចៅរបស់សាមីនក៏នៅតែមិនមានបញ្ហាអ្វីចំណែកម៉ារុកវិញក៏មិនអាចជួយទៅដល់ក្រុមទេវតាបានដែរក៏ដោយសារតែខ្លួនគឺកំពុងតែជួយទៅដល់លោកយាយគន់សុងចំណែកទេវតាសំណក់ក៏បានព្យាយាមប្រយុទ្ធគ្នាជាមួយនឹងក្រុមបិសាចក៏ប៉ុន្តែនាងក៏មិនអាចធ្វើឲ្យពួកគេបានដែរស្របពេលនោះដែរក៏បានឃើញទេសាមកជួយនាងទាន់ពេលហើយនេះគឺជាអ្វីដែលទេសាបានផ្ដល់ឲ្យកូនចៅរបស់ខ្លួនដែលមិនបានបោះបង់ពួកគេនោះទេស្របពេលនោះដែរទេវតាទាំងអស់គ្នានៅពេលដែលបានឃើញទេសាមកជួយពួកគេក៏បានធ្វើឲ្យពួកគេមានកម្លាំងចិត្តឡើងវិញបន្ទាប់មកទេសានិងប្អូនៗរបស់ពួកគេក៏បានព្រួតដៃគ្នាដើម្បីប្រយុទ្ធជាមួយនឹងកូនចៅរបស់សាមីនបន្ទាប់ពីពួកគេបានប្រយុទ្ធជាមួយគ្នាហើយកូនចៅរបស់សាមីនគឺមិនអាចយកឈ្នះក្រុមទេវតាបានទេបន្ទាប់មកទេសានិងគ្នារបស់គេក៏បាននាំគ្នាចាក់ចេញពីទីកន្លែងហ្នឹងដើម្បីប្រញាប់ប្រញាល់ទៅជួបទេវតាពស់ឲ្យនាងព្យាបាលទៅលើលោកយាយគន់សុងផងដែរនៅពេលដែលពួកគេបានមកដល់ទីស្នាក់ការរបស់ខ្លួនរួចក៏បានឃើញថាបាំងវូដែលជាទេវតាពស់កំពុងតែដួលសន្លប់បន្ទាប់មកក្រុមទេវតាក៏បានសួររឿងហេតុដែលបានកើតឡើងមុននឹងទៅកាន់ទេវតាពស់រួចពួកគេក៏បានដឹងថានេះគឺគ្រាន់តែជាល្បិចកលរបស់សាមីនតែប៉ុណ្ណោះដើម្បីបង្ខំពួកគេឲ្យទៅជួយលោកយាយគន់សុងដើម្បីឲ្យគេងាយស្រួលដើម្បីប្រយុទ្ធគ្នាជាមួយនឹងទេវតានាគនឹងឯងស្របពេលនោះដែរទេសានៅពេលដែលដឹងរឿងរ៉ាវអស់ហើយលោកក៏មានការខឹងសម្បាជាខ្លាំងហើយក៏បានបំរុងទៅរកទីកន្លែងរបស់សាមីនក៏ប៉ុន្តែក៏ត្រូវបានមករុកខាត់ដោយសារតែពេលនេះទីកន្លែងរបស់សាមីនដែលជាក្រុមបិសាចគឺត្រូវបានហុំព័ទ្ធដោយវេទមន្តខ្មៅងងឹតម្យ៉ាងដូច្នេះហើយម៉ារុកក៏បានឲ្យទេសាបន្ធូរអារម្មណ៍រួចម៉ារុកក៏បានសន្យានឹងទេសាថាខ្លួនគេនឹងព្យាយាមស្វែងរកនៅទីកន្លែងរបស់សាមីនឲ្យបានដោយសារតែម៉ារុកគឺមិនចង់ឲ្យទេសាមានចិត្តឆាវឆាវហើយការស្វែងរកនៅទីកន្លែងរបស់សាមីនគឺជារឿងមួយដែលពិបាកហើយគួរណាត្រូវតែរៀបចំគម្រោងដើម្បីស្វែងរកនៅទីកន្លែងរបស់សាមីនបើសិនជាទេវតាខ្លះអន្ទះសារស្វែងរកនៅទីកន្លែងរបស់សាមីននៅពេលនេះក៏នៅតែមិនបានផលអ្វីមកវិញនោះដែរបន្ទាប់មកម៉ារុកក៏បានឲ្យក្រុមទេវតាដែលជាប្អូនៗរបស់ទេសាប្រញាប់ប្រញាល់ទៅមើលលោកយាយគន់សុងដែលកំពុងតែជួបគ្រោះថ្នាក់ក្នុងពេលនោះម៉ារុកក៏បានមកនិយាយជាមួយនឹងទេសាម្ដងទៀតដែលឲ្យទេសាមានការអត់ធ្មត់បន្តិចហើយម៉ារុកនឹងព្យាយាមនឹងសន្យាជាមួយនឹងទេសាថានឹងស្វែងរកនៅទីកន្លែងរបស់សាមីនឲ្យបានផងដែរការបដទេវតាពស់វិញម្ដងដោយនៅពេលនេះនាងគឺកំពុងតែព្យាយាមព្យាបាលទៅលើលោកយាយគន់សុងក៏ប៉ុន្តែជំងឺរបស់លោកយាយគន់សុងដែលត្រូវបានកូនចៅរបស់សាមីនវាយចំលោកយាយមុននឹងដែលបានធ្វើឲ្យជាតិពឹសរបស់បិសាចចូលទៅក្នុងខ្លួនលោកយាយហើយនៅពេលនេះជំងឺរបស់លោកយាយក៏មិនដឹងថាស្លាប់ឬរស់ដែរហើយក៏បានធ្វើឲ្យទេវតាទាំងអស់គ្នាព្រួយបារម្ភទៅលើលោកយាយខ្លាំងមែនទែនកាត់មកដល់ទេវតានាគវិញម្ដងដោយនៅពេលនេះគឺនាងកំពុងតែជាប់ឃុំឃាំងដែលត្រូវបានហុំព័ទ្ធដោយវេទមន្តខ្មៅងងឹតស្របពេលនោះដែរទេវតានាគក៏បានដឹងខ្លួនឬក៏បានឃើញសាមីនដែលកំពុងតែឈរនៅមុខនាងឬក៏បានសួរគេអំពីទីកន្លែងដែលបានឃុំឃាំងនាងបន្ទាប់មកសាមីនក៏មិនបាននិយាយអ្វីដែរឬក៏បានប្រើប្រាស់នៅវិជាសាស្ត្ររបស់គេដាក់ទៅលើទេវតានាគដែលបានធ្វើឲ្យនាងសន្លប់ផងដែរកាត់មកដល់ម៉ារុកវិញម្ដងដោយនៅពេលនេះគឺគេកំពុងតែស្មុគស្មាញអំពីការស្វែងរកនៅទីកន្លែងរបស់សាមីនស្របពេលនោះដែរគេក៏បាននឹកឃើញទីកន្លែងដែលគេបានទៅជាមួយនឹងទេសាមុននឹងដែលជារោងផ្លូវមួយកន្លែងដែលហុំព័ទ្ធទៅដោយវេទមន្តខ្មៅងងឹតនឹងឯងបន្ទាប់មកម៉ារុកក៏បានជិះឡានរបស់ខ្លួនទៅទីកន្លែងនោះតែម្នាក់ឯងបន្ទាប់មកទេវតាស្វាក៏បានឃើញម៉ារុកជិះឡានចេញពីទីស្នាក់ការទេវតាហើយក៏មិនដឹងថាម៉ារុកទៅទីកន្លែងណាដែរបន្ទាប់មកទេវតាស្វាក៏បានយកដំណឹងដែលបានឃើញម៉ារុកចេញទៅមុននឹងយកទៅវិភាសាជាមួយនឹងក្រុមទេវតាដោយមិនដឹងថាម៉ារុកទៅទីកន្លែងណាដែរនៅពេលដែលពួកគេបាននិយាយជាមួយគ្នាបានមួយផ្លេតទេវតាស្វាក៏បាននឹកឃើញទៅដល់ទីកន្លែងរបស់សាមីនដែលជារោងផ្លូវមួយកន្លែងដែលត្រូវបានហុំព័ទ្ធទៅដោយវេទមន្តខ្មៅងងឹតនឹងឯងស្របពេលនោះដែរទេវតាស្វាក៏បានប្រញាប់ប្រញាល់យកដំណឹងនឹងទៅប្រាប់ទេវតាទេសាអំពីរឿងរ៉ាវដែលម៉ារុកបានចេញទៅមុននឹងហើយទេវតាស្វាដូចជាមានអារម្មណ៍ថាម៉ារុកទៅស្វែងរកនៅទីកន្លែង
របស់សាមីនតែម្នាក់ឯងដែលខ្លាចធ្វើឲ្យមានគ្រោះថ្នាក់ទៅដល់ម៉ារ៉ុកផងដែរស្របពេលនោះដែរទេសានៅពេលដែលបានឮម៉ារ៉ុកចេញទៅក្រៅតែម្នាក់ឯងរួចក៏បាននឹកឃើញអំពីពាក្យសម្ដីរបស់ម៉ារ៉ុកបាននិយាយទៅកាន់ខ្លួនមុននឹងថាឲ្យទេសាធ្វើចិត្តឲ្យស្ងប់ចំណែកម៉ារ៉ុកនឹងព្យាយាមស្វែងរកទីកន្លែងរបស់សាមីននឹងឯងស្របពេលនោះដែរទេសានិងទេវតាស្វាក៏បានប្រញាប់ប្រញាល់ចេញពីទីស្នាក់ការទេវតាដើម្បីតាមស្វែងរកម៉ារ៉ុកផងដែរកាត់មកដល់គ្នារបស់សាមីនដោយនៅពេលនេះគឺគេបានស្វែងរកនៅថ្មប្ររឹងរបស់ហេថេបាន2គ្រាប់ហើយដោយនៅសល់ត្រឹមតែមួយទៀតតែប៉ុណ្ណោះសាមីនគឺនឹងអាចបង្កើតនៅធម្មពលរបស់ហេថេបានវិញហើយធម្មពលរបស់ហេថេគឺជាធម្មពលដែលអាចបើកនៅទ្វារនរកបាននឹងឯងស្របពេលនោះដែរសាមីនក៏បានឲ្យកូនចៅរបស់ខ្លួនមកទីកន្លែងលក់វត្ថុបុរាណមួយកន្លែងដោយពួកគេបានដឹងថាថ្មប្ររឹងរបស់ហេថេមួយគ្រាប់ទៀតគឺនៅកន្លែងលក់វត្ថុបុរាណនឹងឯងស្របពេលនោះដែរកូនចៅរបស់សាមីនក៏បានរកឃើញនៅថ្មប្រឡឹងមួយគ្រាប់ទៀតហើយបន្ទាប់មកពួកគេក៏បានយកថ្មមួយនឹងយកទៅកន្លែងបូជាដើម្បីឲ្យសាមីននិងអុកវីបង្កើតនៅធម្មពលរបស់ហេថេម្ដងទៀតនឹងឯងចំណែកអុកវីក៏បានទៅមើលទេវតានាគហើយគេនៅពេលដែលឃើញទេវតានាគដូចជាមានអ្វីម្យ៉ាងដែលធ្វើឲ្យគេបាននឹកឃើញពីអតីតកាលដែលអុកវីធ្លាប់ស្គាល់ទេវតានាគកាលពីអតីតកាលផងដែរចូលមកដល់ក្រុមបិសាចវិញម្ដងដោយនៅពេលនេះពួកគេគឺបានស្វែងរកនៅថ្មប្រឡឹងរបស់ហេថេបាន3គ្រាប់ហើយនិងបូកបញ្ចូលនៅដួងប្រឡឹងរបស់ទេវតានាគដើម្បីបង្កើតនៅធម្មពលរបស់ហេថេឡើងវិញហើយធម្មពលរបស់ហេថេគឺអាចមានសមត្ថភាពបើកទ្វារនរកបាននឹងឯងស្របពេលនោះដែរអុកវីក៏បានប្រើប្រាស់នៅសមត្ថភាពរបស់ខ្លួនក្នុងការដកប្រឡឹងរបស់ទេវតានាគដើម្បីរួមបញ្ចូលជាមួយនឹងថ្មរបស់ហេថេចំណែកម៉ារ៉ុកវិញក៏បានមកដល់រូងផ្លូវដែលជាទីកន្លែងរបស់សាមីនរួចម៉ារ៉ុកក៏បានឃើញថាមានយ័ន្តម្យ៉ាងដែលបានបិទបាំងនៅទីកន្លែងរបស់ពួកគេហើយនោះគឺជាយ័ន្តដែលបិទបាំងនៅផ្លូវទៅទីកន្លែងរបស់សាមីននឹងឯងស្របពេលនោះដែរម៉ារ៉ុកក៏បានដកដំបងទុករបស់ខ្លួនប្រើយុទ្ធសាស្ត្រក្នុងការបំបែកយ័ន្តមួយនឹងបន្ទាប់មកម៉ារ៉ុកក៏បានឃើញនៅរូងខ្មៅងងឹតមួយហើយនោះគឺជារូងផ្លូវដែលទៅទីតាំងរបស់សាមីននឹងឯងកាត់មកដល់អុកវីវិញម្ដងដោយនៅពេលនេះគឺគេកំពុងតែផ្ដុំនៅធម្មពលរវាងថ្មរបស់ហេថេនិងប្រឡឹងទេវតានាគស្ទើរតែបានសម្រេចទៅហើយអុកវីក៏បានព្យាយាមដើម្បីចាប់យកនៅធម្មពលមួយនឹងក៏ប៉ុន្តែក៏ត្រូវបានធម្មពលនោះបង្ហាញនៅអតីតកាលរវាងទេវតានាគនិងអុកវីបន្ទាប់មកនៅពេលដែលអុកវីនឹកឃើញទៅដល់អតីតកាលដែលវាជាហេតុធ្វើឲ្យអុកវីមានការឈឺក្បាលយ៉ាងខ្លាំងរួចគេក៏បានដួលសន្លប់ផងដែរបន្ទាប់មកធម្មពលរបស់ហេថេដែលអុកវីបានផ្ដុំគ្នាស្ទើរតែបានសម្រេចទៅហើយក៏បានផ្ទុះចេញមកក្លាយទៅជាថ្មប្រឡឹងតែមួយបន្ទាប់មកសាមីននៅពេលដែលបានឃើញថ្មរបស់ហេថេធ្លាក់ចុះមកក្រោមដីវាក៏ក្លាយទៅជាឱកាសរបស់សាមីនដើម្បីយកថ្មប្រឡឹងរបស់ហេថេនឹងដាក់ចូលទៅក្នុងខ្លួនហើយថ្មប្រឡឹងនោះក៏បានធ្វើឲ្យសាមីនមានជីវិតអមតៈបន្ទាប់មកមុខមាត់របស់សាមីនក៏បានប្រែក្លាយទៅជាធម្មតាវិញហើយធម្មពលដែលបានដាក់ចូលទៅក្នុងខ្លួនសាមីននៅពេលនេះគឺគេអាចមានសមត្ថភាពអាចសម្លាប់រាល់គ្រប់ទេវតាទាំងអស់មិនថាម៉ារ៉ុកឬក៏អុកវីនោះទេដោយសារតែពីពេលមុនសាមីនគឺគ្រាន់តែជាអ្នកបូជាទៅដល់ពពួកបិសាចហើយគេគឺមិនអាចសម្លាប់ទៅដល់ពពួកទេវតាបាននោះទេដែលពួកគេគឺមានជីវិតអមតៈហើយនៅពេលនេះសាមីនក៏បានសម្រេចនៅគោលបំណងរបស់ខ្លួនកាត់មកដល់ម៉ារ៉ុកវិញម្ដងដែលនៅពេលនេះគឺគេបានមកដល់ទីកន្លែងរបស់សាមីនមើលទៅដូចជាហួសពេលបាត់ទៅហើយដោយនៅពេលដែលម៉ារ៉ុកបានមកដល់ទីតាំងរបស់សាមីនគេក៏បានដឹងថាធម្មពលរបស់ហេថេគឺត្រូវបានដាក់ចូលខ្លួនរបស់សាមីននោះដែរបន្ទាប់មកម៉ារ៉ុកក៏បានចោទសួរទៅលើសាមីនថាសាមីនគឺជាមនុស្សលោកដែលបូជាទៅដល់ពពួកបិសាចតើហេតុអ្វីដែលអាចធ្វើឲ្យគេរស់នៅរហូតមកដល់ពេលបច្ចុប្បន្នបានបន្ទាប់មកម៉ារ៉ុកក៏បានប្រាប់ទៅកាន់សាមីនបន្ថែមទៀតថាខ្លួនគេគឺជាមនុស្សលោកធម្មតាតែប៉ុណ្ណោះក៏ប៉ុន្តែក៏ត្រូវបានតាំងសិលអស់រាប់ពាន់ឆ្នាំហេតុនេះហើយទើបបានជាព្រះតែងតាំងឲ្យគេគ្រប់គ្រងនៅទេវតាទាំង12និងជួយសម្របសម្រួលទៅដល់ក្រុមទេវតាដើម្បីឲ្យពួកគេជួយទៅដល់មនុស្សលោកនឹងឯងហេតុនេះហើយបើសិនជាសាមីនចង់បំផ្លាញនៅមនុស្សលោកនោះគឺមិនអាចកើតឡើងបាននោះទេចំណែកសាមីនវិញក៏អស់សំណោចរួចក៏បានឲ្យកូនចៅរបស់ខ្លួនចូលទៅប្រយុទ្ធគ្នាជាមួយនឹងម៉ារ៉ុកបន្ទាប់មកម៉ារ៉ុកក៏បានប្រើប្រាស់នៅដំបងទឹករបស់ខ្លួនរំលាយកូនចៅរបស់សាមីនម្ដងមួយរួចគេក៏បានបំបែកភាគរបស់ខ្លួនដើម្បីប្រយុទ្ធគ្នាជាមួយនឹងកូនចៅរបស់សាមីននៅពេលដែលម៉ារ៉ុកបានកំពុងតែប្រយុទ្ធគ្នាជាមួយនឹងកូនចៅរបស់សាមីនម៉ារ៉ុកក៏បានប្រាប់ទៅកាន់សាមីនថាសាមីនគឺមិនអាចសម្លាប់ទៅលើខ្លួនគេបានទេក៏ដោយសារតែសាមីនគឺជាមនុស្សធម្មតាហើយម៉ារ៉ុកគឺជាអ្នកគ្រប់គ្រងទេវតាទាំង12ដែលត្រូវបានតែងតាំងដោយព្រះហើយពេលបច្ចុប្បន្នគឺគេមានជីវិតអមតៈហេតុនេះហើយសាមីនគឺមិនអាចសម្លាប់គេបាននោះទេបើសិនជាសាមីនចង់សម្លាប់គេបានលុះត្រាតែសាមីនគឺមានធម្មពលរបស់ហេថេទើបអាចសម្លាប់គេបាន
ចំណែកសាមីនវិញនៅពេលដែលឃើញម៉ារ៉ុកបានសម្លាប់កូនចៅរបស់គេម្ដងមួយគេក៏បានប្រើប្រាស់នៅធម្មពលរបស់ខ្លួនរត់ទៅចាក់ម៉ារ៉ុកដែលធ្វើឲ្យគេរងរបួសធ្ងន់ផងដែរបន្ទាប់មកនៅពេលដែលសាមីនបានចាក់ឲ្យម៉ារ៉ុករងរបួសធ្ងន់ហើយគេក៏បាននិយាយប្រាប់ទៅកាន់ម៉ារ៉ុកវិញថាពេលបច្ចុប្បន្ននេះគឺគេបានបញ្ចូលនៅធម្មពលរបស់ហេថេចូលទៅក្នុងខ្លួនរបស់គេរួចរាល់ហើយហេតុនេះហើយមិនថាព្រះឬក៏នរណាម្នាក់នោះទេក៏ខ្លួនគេអាចសម្លាប់បាននោះដែរនៅពេលដែលសាមីនបានចាក់សម្លាប់ទៅលើម៉ារ៉ុកដែលបានធ្វើឲ្យគេមានរបួសធ្ងន់ហើយស្របពេលនោះដែរអុកវីក៏បានងើបឡើងវិញរួចក៏បានក្រឡេកមើលទេវតានាគហើយក៏បាននឹកទៅដល់ពេលអតីតកាលដែលពេលនោះអុកវីហើយនឹងទេវតានាគគឺមានទំនាក់ទំនងស្នេហាជាមួយគ្នាក៏ប៉ុន្តែក៏ដោយសារតែអុកវីគឺបានប្រឆាំងជាមួយនឹងព្រះហើយក៏បានបំផ្លិចបំផ្លាញនៅពិភពមនុស្សហេតុនេះហើយទើបបានជាទេសាចង់បំផ្លាញទៅលើអុកវីចោលនឹងឯងក្នុងពេលនោះទេសារៀបបំរុងយាដៃសម្លាប់ទៅលើអុកវីហើយក៏ប៉ុន្តែក៏ត្រូវបានម៉ារ៉ុកបានបាញ់យុទ្ធសរដើម្បីហាមឃាត់កុំឲ្យទេសាសម្លាប់ទៅលើអុកវីបន្ទាប់មកម៉ារ៉ុកក៏បានឲ្យទេសាយកទេវតានាគចេញពីទីកន្លែងហ្នឹងរួចឲ្យខ្លួនគេនិយាយជាមួយនឹងអុកវីត្រឹមតែ2នាក់បានហើយស្របពេលនោះដែរម៉ារ៉ុកក៏បាននិយាយទៅកាន់អុកវីថាវាដល់ពេលសម្រាប់អុកវីដើម្បីលុបលាងនៅអំពើបាបរបស់ខ្លួនដែលបានធ្វើទៅកាន់មនុស្សលោកហេតុនេះហើយម៉ារ៉ុកក៏បានសម្រេចលុបនៅការចងចាំរបស់អុកវីដែលបានលួចស្រឡាញ់គ្នាជាមួយនឹងទេវតានាគហេតុនេះហើយម៉ារ៉ុកក៏បានឃុំឃាំងអុកវីនៅក្នុងផ្ទាំងថ្មហ្នឹងដើម្បីចង់ឲ្យគេលុបលាងកំហុសនឹងឯងតមកដល់អំពីប្រវត្តិរបស់អុកវីនិងការលួចមានស្នេហារវាងទេវតានាគកាលពីដំបូងពិភពមនុស្សគឺត្រូវបានញោមញីដោយប្រលឹងបិសាចក្នុងអំឡុងពេលនោះទេវតានាគនិងទេវតាសំណក់ពួកគេក៏បានរត់ដើម្បីស្វែងរកនៅវិញ្ញាណបិសាចក៏ប៉ុន្តែទោះបីជាពួកគេខំព្យាយាមស្វែងរកវិញ្ញាណបិសាចនោះយ៉ាងណាក៏ដោយក៏នៅតែរកមិនឃើញបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានបំបែកគ្នាដើម្បីស្វែងរកនៅវិញ្ញាណបិសាចហ្នឹងចំណែកអុកវីវិញដែលតាមការពិតទៅគេគឺគ្រាន់តែជាមនុស្សធម្មតានោះទេក៏ប៉ុន្តែក៏ដោយសារតែការអត់ធ្មត់របស់គេនិងការខិតខំប្រឹងប្រែងជួយទៅដល់ក្រុមមនុស្សហេតុនេះហើយទើបបានជាព្រះបានផ្ដល់ធម្មពលឲ្យអុកវីដែលគេអាចមានសមត្ថភាពហោះហើរបាននិងអាចប្រើប្រាស់គ្រាប់ភ្នែកដើម្បីស្វែងរកនៅវត្ថុដែលនៅឆ្ងាយបានប្រៀបបានដូចទៅជាសត្វក្អែកក៏ប៉ុន្តែអុកវីគឺមិនត្រូវបានជ្រើសរើសមួយក្នុងចំណោមទេវតាទាំង12នោះទេក្រឡេកទៅទេវតានាគនិងទេវតាសំណក់វិញម្ដងដែលមុននឹងពួកគេបានចែកគ្នាដើម្បីស្វែងរកនៅវិញ្ញាណបិសាចនៅពេលដែលពួកគេបានរកចុះរកឡើងក៏បានមកជួបគ្នាវិញដដែលបន្ទាប់មកទេវតាកាន់ជីដែលជាទេវតាសំណក់ក៏បានហៅទេវតានាគឲ្យទៅទីស្នាក់ការរបស់ទេវតាវិញក៏ប៉ុន្តែក៏ត្រូវបានទេវតានាគឲ្យទេវតាកាន់ជីទៅមុនទៅចំណែកខ្លួនគឺចង់អង្គុយនៅទីកន្លែងនឹងសិនតែតាមការពិតទៅទេវតានាគគឺគ្រាន់តែចង់អង្គុយរងចាំនៅអុកវីនឹងឯងបន្ទាប់មកទេវតាសំណក់ក៏បានដឹងថាទេវតានាគគឺកំពុងតែរងចាំអុកវីដោយនាងបានរំលឹកទៅទេវតានាគថាទេវតានាគគួរតែចាក់ចេញនិងមិនត្រូវមានស្នេហាជាមួយនឹងអុកវីនោះទេដូច្នេះហើយបើសិនជាទេវតានាគនៅតែបំពេញនោះអុកវីនឹងមានគ្រោះថ្នាក់នៅពេលអនាគតហើយម្យ៉ាងវិញទៀតអុកវីគឺជាមនុស្សហេតុនេះហើយមិនគួរណាមានស្នេហាជាមួយនឹងទេវតានោះទេដែលវាជាផ្នែកមួយដែលបំពេញទៅលើច្បាប់ទេវតាម្យ៉ាងវិញទៀតបើសិនជាទេសាហើយនឹងម៉ារ៉ុកបានដឹងរឿងហ្នឹងតើទេវតានាគគួរដោះស្រាយយ៉ាងណាជាមួយនឹងម៉ារ៉ុកហើយនឹងទេសាដូច្នេះហើយទេវតាកាន់ជីដែលជាទេវតាសំណក់ក៏បានផ្ដល់យោបល់ឲ្យទេវតានាគគួរតែជ្រើសរើសនរណាម្នាក់ដែលជាទេវតាដូចគ្នាហើយគួរតែផ្ដាច់ទំនាក់ទំនងនៃការស្រឡាញ់គ្នាជាមួយនឹងអុកវីបើសិនជាទេវតានាគមិនចង់ឃើញអុកវីជួបគ្រោះថ្នាក់ក្នុងពេលអនាគតនោះទេចូលមកដល់អុកវីវិញម្ដងនៅពេលដែលគេបានងើបឡើងវិញពីការដួលសន្លប់មុននឹងដោយនៅពេលនេះគឺគេបានចងចាំរឿងរ៉ាវទាំងអស់វិញហើយដែលទេវតានាគគឺជាមនុស្សជាទីស្រឡាញ់របស់ខ្លួនបន្ទាប់មកអុកវីក៏បានប្រើប្រាស់នូវសមត្ថភាពរបស់ខ្លួនហោះទៅវាយសាមីនចំណែកអុកវីវិញនៅពេលដែលឃើញម៉ារ៉ុកកំពុងតែមានរបួសធ្ងន់គេក៏បានចាប់ម៉ារ៉ុកទាញទម្លាក់ចុះទៅខាងក្រោមបន្ទាប់មកអុកវីក៏បានសួរសាមីនអំពីថ្មធម្មពលរបស់ហេថេថាពេលនេះគឺនៅទីណាឬមួយក៏សាមីនបានប្រើប្រាស់នៅធម្មពលរបស់ហេថេដាក់ចូលទៅក្នុងខ្លួនរួចរាល់ហើយចំណែកសាមីនវិញក៏មិនបាននិយាយអ្វីដែរគេក៏បានដកកាំបិតរបស់ខ្លួនដើម្បីប្រយុទ្ធគ្នាជាមួយនឹងអុកវីស្របពេលនោះដែរអុកវីក៏បានប្រើប្រាស់នៅធម្មពលរបស់ខ្លួនដណ្ដាំងស្លាប់ហោះដើម្បីប្រយុទ្ធជាមួយនឹងសាមីនចំណែកសាមីនវិញទោះបីជាខំប្រើប្រាស់នៅកាំបិតរបស់ខ្លួនដើម្បីកាប់ទៅលើអុកវីយ៉ាងណាក៏ដោយក៏នៅតែអុកវីមានស្លាប់របស់ខ្លួនដើម្បីការពារពីកាំបិតរបស់សាមីនដែលបានកាប់មកលើ
ខ្លួនបន្ទាប់មកអុកវីក៏បានដកកំបិតរបស់ខ្លួនដើម្បីប្រយុទ្ធគ្នាជាមួយនឹងសាមីនរួចក៏បានចាក់សម្លាប់សាមីនផងដែរកាត់មកដល់ទេសាដែលជាទេវតាខ្លាដែលកំពុងតែធ្វើដំណើរទៅទីកន្លែងរបស់សាមីនជាមួយនឹងទេវតាស្វាចំណែកម៉ារ៉ុកវិញដែលនៅពេលនេះគឺគេមានរបួសធ្ងន់រួចគេក៏បានទៅជួបទេវតានាគដើម្បីព្យាយាមហៅគេឲ្យងើបឡើងវិញក៏ប៉ុន្តែក៏ត្រូវបានអុកវីឃើញរួចគេក៏បានទៅខាត់ម៉ារ៉ុកដែលមិនចង់ឲ្យម៉ារ៉ុកទៅប៉ះពាល់ទេវតានាគនោះទេស្របពេលនោះដែរម៉ារ៉ុកក៏បាននិយាយប្រាប់អុកវីថាការចងចាំរបស់អ្នកគឺបានត្រឡប់មកវិញហើយដោយពីអតីតកាលម៉ារ៉ុកគឺបានលុបបំបាត់នៃការចងចាំរវាងអុកវីនិងទេវតានាគនិងដាក់ឃុំឃាំងគេនៅក្នុងផ្ទាំងថ្មដើម្បីឲ្យគេទទួលស្គាល់ពីកំហុសនឹងឯងចំណែកអុកវីវិញនៅពេលដែលបានឮសម្ដីរបស់ម៉ារ៉ុកបាននិយាយហើយគេក៏បានចាប់ច្បាច់កម៉ារ៉ុករួចក៏បាននិយាយរឿងរ៉ាវអំពីការឈឺចាប់របស់ខ្លួននៅពេលដែលត្រូវបានជាប់ឃុំឃាំងនៅក្នុងផ្ទាំងថ្មដែលមិនអាចទៅណារួចអស់រាប់ពាន់ឆ្នាំហើយការគោរពទៅលើព្រះក៏ឡើងមានទៀតដែរសម្រាប់ខ្លួនគេតាំងតែពីគេបានជាប់ឃុំឃាំងក្នុងផ្ទាំងថ្មនោះមកម្លេះកាត់មកដល់សាមីនវិញម្ដងដោយនៅពេលនេះក្នុងខ្លួនរបស់គេគឺមានធម្មពលរបស់ហេថេហើយនេះហើយទើបបានជាគេមានជីវិតរស់រានឡើងវិញបន្ទាប់មកសាមីនក៏បានប្រើប្រាស់នៅធម្មពលខ្មៅងងឹតរបស់ខ្លួនបាញ់ទៅលើអុកវីក៏ប៉ុន្តែក៏ត្រូវបានអុកវីបានប្រើប្រាស់នៅស្លាបរបស់ខ្លួនបាំងនៅធម្មពលរបស់សាមីនបន្ទាប់មកអុកវីក៏បាននាំយកទេវតានាគចេញពីទីកន្លែងនោះបាត់ទៅចំណែកសាមីនវិញក៏បានបង្កើតនៅកូនចៅរបស់ខ្លួនយកមកវិញទាំងអស់រួចក៏បាននាំគ្នាចាក់ចេញពីទីកន្លែងនឹងផងដែរកាត់មកដល់ម៉ារ៉ុកវិញម្ដងដោយនៅពេលនេះគឺគេកំពុងតែមានរបួសធ្ងន់ដោយម៉ារ៉ុកគឺបានដឹងខ្លួនឯងថាបន្តិចទៀតគឺគេនឹងមិនអាចរស់នៅជាមួយនឹងក្រុមទេវតានិងជួយគ្រប់គ្រងទៅដល់ក្រុមទេវតាទាំង12បានតទៅទៀតទេដោយសារតែពេលនេះម៉ារ៉ុកគឺត្រូវបានរងរបួសដោយសារតែសាមីនបានចាក់គេមុននឹងបន្ទាប់មកម៉ារ៉ុកក៏បានដកទូរស័ព្ទរបស់ខ្លួនដើម្បីខលទៅជួបទេសាជាលើកចុងក្រោយបន្ទាប់មកម៉ារ៉ុកក៏បានប្រាប់ទេសាឲ្យគេមានការប្រយ័ត្នខ្លួនបន្តិចក៏ដោយសារតែពេលនេះសាមីនគឺមានធម្មពលរបស់ហេថេនៅក្នុងខ្លួនហើយហេតុនេះហើយទេសាគឺមិនមែនជាដៃគូគេតទៅទៀតទេបន្ថែមទៀតនោះម៉ារ៉ុកក៏បានប្រាប់ទៅកាន់ទេសាថាឲ្យទេសាបើកនៅទ្វារនរកឡើងវិញដើម្បីទាញយកធម្មពលរបស់ពួកគេដាក់ចូលទៅក្នុងខ្លួនរបស់ពួកគេម្នាក់ៗវិញទើបទេវតាទាំងអស់គ្នាអាចមានធម្មពលដើម្បីប្រយុទ្ធតតាំងជាមួយនឹងពពួកបិសាចនឹងឯងចំណែកទេសាវិញរឿងដែលបារម្ភជាងគេនោះគឺមិនមែនជារឿងរបស់សាមីននោះទេរឿងដែលគេកំពុងតែព្រួយបារម្ភនៅពេលនេះគឺសុខសុវត្ថិភាពរបស់ម៉ារ៉ុកទៅវិញទេចំណែកម៉ារ៉ុកវិញក៏បានសុំទោសទៅកាន់ទេសាអំពីរឿងរ៉ាវដែលម៉ារ៉ុកបានខ្ចីលុយទេសាកាលពីលើកមុនដែលគេបានប្រើប្រាស់លុយទាំងអស់នោះទៅទិញកៅអៅឲ្យទេវតានាគប្រហែលជាខ្លួនគេគឺមិនអាចសងលុយនោះត្រឡប់ទៅកាន់ទេសាវិញនោះទេបន្ទាប់មកម៉ារ៉ុកក៏បានបិទទូរស័ព្ទរួចគេក៏បានលាចាកលោកផងដែរចំណែកទេសាវិញក៏បានព្យាយាមទៅកាន់ទីតាំងរបស់សាមីនក៏ប៉ុន្តែនៅពេលដែលគេបានមកដល់ទីកន្លែងរបស់សាមីនក៏បានឃើញថាម៉ារ៉ុកគឺបានលាចាកលោកបាត់ទៅហើយបន្ទាប់មកទេសាហើយនិងទេវតាស្វាក៏បាននាំយកគេទៅទីស្នាក់ការរបស់ក្រុមទេវតាបន្ទាប់មករូបរាងកាយរបស់ម៉ារ៉ុកក៏បានរលាយបាត់ផងដែរចំណែកឯទេសាវិញដោយនៅពេលនេះគឺគេមានកំហឹងទៅលើពពួកបិសាចជាខ្លាំងរួចគេក៏បានទៅអង្គុយគិតនៅកន្លែងលោកយាយកុនសុងដែលកំពុងសម្រាប់ព្យាបាលដែលទេសាគឺកំពុងតែគិតអំពីរឿងរ៉ាវពីអតីតកាលដែលទេសាហើយនិងម៉ារ៉ុកគឺបានរួមគ្នាដើម្បីជួយទៅដល់មនុស្សលោកដោយការពីអតីតកាលសង្គ្រាមរវាងបិសាចនិងក្រុមទេវតាគឺត្រូវបានកើតឡើងចំណែកឯហេថេដែលមានធម្មពលស្រដៀងទៅនឹងទេសាដោយនៅពេលនោះគឺគេបានប្រើប្រាស់នៅធម្មពលរបស់ខ្លួនឯងខ្លាំងពេកដែលបានធ្វើឲ្យគេមិនអាចគ្រប់គ្រងនៅធម្មពលរបស់ខ្លួនបានបន្ទាប់មកគឺត្រូវបានវិញ្ញាណបិសាចចូលក្នុងខ្លួនរបស់គេដោយជាស្នាដៃរបស់សាមីននឹងឯងដោយសាមីននៅពេលនោះគឺគេគ្រាន់តែជាអ្នកបូជាចារតែប៉ុណ្ណោះក៏ប៉ុន្តែក៏ត្រូវបានវិញ្ញាណបិសាចចូលទៅក្នុងខ្លួនរួចក៏បានធ្វើឲ្យគេអាចមានសមត្ថភាពប្រើប្រាស់នៅយុទ្ធសាស្ត្របិសាចស្របពេលនោះដែរហេថេក៏ត្រូវបានគ្រប់គ្រងដោយសាមីនផងដែរចំណែកហេថេវិញដោយសារតែខ្លួនគេគឺត្រូវបានគ្រប់គ្រងដោយវិញ្ញាណបិសាចដែលនៅក្នុងសមរភូមិប្រយុទ្ធជាមួយនឹងទេសានៅពេលនោះទេសាបំរុងរៀបនឹងសម្លាប់ទៅលើហេថេបាត់ទៅហើយក៏ប៉ុន្តែក៏ត្រូវបានម៉ារ៉ុកហាមឃាត់ដោយម៉ារ៉ុកបានដឹងថាវិញ្ញាណបិសាចគឺនៅក្នុងខ្លួនរបស់ហេថេហេតុនេះហើយម៉ារ៉ុកក៏បានព្យាយាមប្រើប្រាស់នៅដំបងទឹករបស់ខ្លួនដើម្បីហ៊ុំព័ទ្ធទៅលើហេថេក៏ប៉ុន្តែការហ៊ុំព័ទ្ធរបស់ម៉ារ៉ុកក៏មិនអាចធ្វើអ្វីទៅលើហេថេបាននោះដែរចំណែកហេថេវិញក៏ដោយសារតែខ្លួនគេគឺត្រូវបានគ្រប់គ្រងដោយបិសាចគេក៏បានប្រើប្រាស់នៅធម្មពលរបស់ខ្លួនដើម្បីបំបែកនៅយុទ្ធសាស្ត្ររបស់ម៉ារ៉ុកដែលបានធ្វើឲ្យម៉ារ៉ុកមានរបួសធ្ងន់ផងដែរបន្ទាប់មកនៅពេលដែលម៉ារ៉ុកបានទទួលរបួសធ្ងន់ហើយក៏មានទេវតាចំនួន4នាក់ដែលបានចូលប្រយុទ្ធជាមួយនឹងទេសាក៏ប៉ុន្តែក៏ត្រូវបានទេសាបានប្រើប្រាស់នៅធម្មពលរបស់ខ្លួនសម្រាប់ពួកគេផងដែរដោយទេវតាទាំងអស់នោះគឺមានទេវតាឆ្នាំគោឆ្នាំពពែឆ្នាំទន្សាយនិងឆ្នាំមាន់ផងដែរ
ចំណែកទេសាវិញនៅពេលដែលឃើញហេថេបានសម្លាប់ទៅកាន់ទេវតាទាំង4នាក់នោះហើយគេក៏បានប្រើប្រាស់នៅធម្មពលរបស់ខ្លួនដើម្បីសម្លាប់ទៅលើហេថេបន្ទាប់មកហេថេក៏បានរលាយបាត់ទៅរួចក៏បានបន្សល់ទុកនៅថ្មប្ររឹងរបស់ខ្លួននឹងឯងបន្ទាប់មកទេវតាដែលនៅសេសសល់ទាំង8នាក់ក៏បានលះបង់នៅធម្មពលរបស់ខ្លួនក្នុងការបិទទ្វារនរកដើម្បីធ្វើឲ្យពិភពមនុស្សមានសុខសន្តិភាពមកដល់សប្តាហ៍ថ្ងៃនឹងឯងចំណែកឯសាមីនដោយសារតែទ្វារនរកត្រូវបានបិទហេតុនេះហើយវិញ្ញាណបិសាចដែលត្រូវបានគ្រប់គ្រងនៅក្នុងខ្លួនរបស់សាមីនក៏បានចូលទៅក្នុងទ្វារនរកវិញចំណែកសាមីនក៏ត្រូវបានរស់លាក់ខ្លួនរហូតមកដល់សប្តាហ៍ថ្ងៃនឹងឯងកាត់មកដល់ទេសានៅពេលបច្ចុប្បន្នវិញម្ដងដោយនៅពេលនេះសាមីនគឺទទួលបាននៅធម្មពលរបស់ហេថេហើយដូច្នេះហើយទេសាគឺមិនមែនជាដៃគូរបស់សាមីនតទៅទៀតទេដូច្នេះបើសិនជាទេសាចង់យកឈ្នះទៅលើសាមីនលុះត្រាតែទេសាបើកទ្វារនរកឡើងវិញដើម្បីយកធម្មពលដាក់ចូលទៅក្នុងខ្លួនទេវតាម្នាក់ៗវិញទើបអាចមានសមត្ថភាពប្រយុទ្ធគ្នាជាមួយនឹងសាមីននិងកូនចៅរបស់គេបន្ទាប់មកទេសាក៏បានគិតរួចរាល់ហើយដោយគេនឹងបើកទ្វារនរកឡើងវិញបន្ទាប់មកទេសាក៏បានទៅយកញញួរដើម្បីវាយទៅលើទ្វារនរកបន្ទាប់មកយើងក៏បានឃើញថាធម្មពលរបស់ទេវតាទាំង8នាក់គឺត្រូវបានបញ្ចូលទៅក្នុងខ្លួនរបស់ពួកគេវិញហើយក៏ប៉ុន្តែវិញ្ញាណបិសាចដែលត្រូវបានបិទអស់រយៈពេលជាច្រើនឆ្នាំហ្នឹងពេលនេះក៏មានការរស់រានមានជីវិតវិញដែរបន្ទាប់មកទីក្រុងសេអ៊ូលក៏បានប្រកាសអាសន្នចំណែកឯសារព័ត៌មាននៅក្នុងសេអ៊ូលទាំងមូលក៏បានប្រាប់ឲ្យប្រជាជនទាំងអស់ចម្លៀសខ្លួនចំណែកឯសាមីនវិញដោយនៅពេលនេះគឺគេបានឃើញនៅវិញ្ញាណបិសាចបានរស់រានមានជីវិតឡើងវិញហើយគេក៏បានប្រើប្រាស់នៅធម្មពលរបស់ហេថេទាញយកនៅវិញ្ញាណបិសាចទាំងអស់នោះហើយគេក៏បានបញ្ជាទៅលើវិញ្ញាណបិសាចទាំងអស់ហ្នឹងឲ្យសន្ធិដ្ឋចូលទៅក្នុងខ្លួនមនុស្សដែលកំពុងតែរស់នៅក្នុងទីក្រុងហ្នឹងឯងនៅពេលដែលវិញ្ញាណបិសាចបានសន្ធិដ្ឋចូលក្នុងខ្លួនមនុស្សកម្លាំងនៃវិញ្ញាណបិសាចក៏បានកើនឡើងខ្លាំងទៅចំណែកអោកវីវិញក៏បាននាំយកទេវតានាគដើម្បីហោះហើរចេញពីទីក្រុងនឹងក្នុងការស្វែងរកទីទួលមានសុវត្ថិភាពក៏ប៉ុន្តែក៏ដោយសារតែអោកវីបានដឹងថាធម្មពលវិញ្ញាណបិសាចបានរស់រានឡើងវិញក៏បានធ្វើឲ្យគេអស់កម្លាំងយ៉ាងខ្លាំងបន្ទាប់មកអោកវីក៏បានធ្លាក់ទៅទីកន្លែងមួយដែលជាទីកន្លែងដែលបានឃុំឃាំងទៅលើអោកវីកាលពីអតីតកាលចំណែកឯមូលហេតុដែលបានធ្វើឲ្យអុកវីអស់កម្លាំងនៅពេលដែលវិញ្ញាណបិសាចមានការកើនឡើងក៏ដោយសារតែពីអតីតកាលអុកវីគឺជាមនុស្សម្នាក់ដែលជួយទៅដល់ក្រុមទេវតាដែលគេមានសមត្ថភាពអាចស្វែងរកនៅវិញ្ញាណបិសាចបានក៏ប៉ុន្តែគេគឺមិនត្រូវបានជ្រើសរើសឲ្យចូលក្រុមទេវតាទាំង12នោះទេចំណែកឯការរួចស្រឡាញ់គ្នាជាមួយនឹងទេវតានាគក៏ជាស្នេហាលួចលាក់ដែលមិនអាចឲ្យទេវតាបានដឹងនោះដែរហើយនេះគឺជាមូលហេតុដែលបានធ្វើឲ្យអុកវីបានក្លាយទៅជាមនុស្សអាក្រក់នឹងឯងនៅពេលដែលអុកវីបានមកជួបទេវតានាគអុកវីក៏បានប្រាប់ទេវតានាគអំពីរឿងរ៉ាវនៃធម្មពលរបស់ខ្លួនដោយមានការថយចុះដូចជាមានអារម្មណ៍ថាមិនអាចស្វែងរកនៅវិញ្ញាណបិសាចបានដូច្នេះហើយទើបបានជាធ្វើឲ្យអុកវីច្រណែននឹងម៉ារ៉ុកដោយសារតែម៉ារ៉ុកគឺជាមនុស្សធម្មតាដូចតែអុកវីដែរក៏ប៉ុន្តែគេគឺត្រូវបានព្រះជ្រើសរើសគេឲ្យគ្រប់គ្រងទេវតាទាំង12ដោយសារតែការតាំងសិលរបស់ម៉ារ៉ុកអស់រាប់ពាន់ឆ្នាំនឹងឯងបន្ទាប់មកអុកវីក៏បានប្រាប់ទេវតានាគថាខ្លួនគេនឹងចាប់ផ្ដើមតាំងសិលដូចជាម៉ារ៉ុកដែរដើម្បីចង់ឲ្យព្រះជ្រើសរើសគេមួយក្នុងចំណោមទេវតាទាំង12ដែរចំណែកស្នេហាគេរវាងទេវតានាគក៏មិនចង់លាក់បាំងតទៅទៀតដែរហេតុនេះហើយទើបបានជាអុកវីក៏មានកូនចិត្តមួយចង់បានថាមពលដែលខ្លាំងដូចទៅនឹងម៉ារ៉ុកដែរចំណែកទេវតានាគវិញនៅពេលដែលបានដឹងអំពីគំនិតរបស់អុកវីដែលចង់ក្លាយទៅជាទេវតានាងគឺមិនសប្បាយចិត្តនោះទេដោយសារតែការចាប់ផ្ដើមស្នេហារវាងទេវតានាគនិងអុកវីទេវតានាគគឺបានស្រឡាញ់អុកវីមិនអាស្រ័យទៅលើគេជាមនុស្សឬមួយជាទេវតានោះទេទេវតានេះគឺបានស្រឡាញ់អុកវីនៅអ្វីដែលអុកវីកំពុងតែមានបើទោះបីជាអុកវីមិនបាននៅក្នុងក្រុមទេវតាទាំង12ក៏ដោយក៏ខ្លួនគេបានជួយទៅដល់ក្រុមទេវតាដើម្បីអាចជួយស្វែងរកនៅវិញ្ញាណបិសាចជូនទៅដល់ក្រុមទេវតាបានដែរចំណែកឯការស្រឡាញ់គ្នារវាងអុកវីនិងទេវតានេះនាងក៏បានសន្យាទៅកាន់អុកវីថាខ្លួនគេនឹងប្រាប់ទៅដល់ទេសាអំពីស្នេហារបស់គេជាមួយនឹងអុកវីដើម្បីឲ្យក្រុមទេវតាទាំងអស់គ្នាបានដឹងនឹងឯងចំណែកអុកវីវិញដោយសារតែខ្លួនគេគឺមានកូនចិត្តមួយនឹងចង់បានធម៌ពលដូចទៅនឹងទេវតាដែរគេក៏ត្រូវបានសាមីនដែលជាក្រុមបិសាចក៏បានបញ្ចូលគេឲ្យចូលរួមជាមួយនឹងសាមីនដើម្បីប្រែក្លាយអំពីភពមនុស្សទៅជាពិភពបិសាចវិញនឹងឯងចំណែកឯទេវតាកាន់ជីដែលជាទេវតាសំណកដោយនៅពេលនេះគឺនាងបានដឹងថាអុកវីក៏បានក្បត់ទៅនឹងក្រុមទេវតាដើម្បីចុះចូលជាមួយនឹងសាមីននាងក៏បានខឹងទៅលើអុកវីជាខ្លាំងបន្ទាប់មកទេវតាសំណកក៏បានប្រាប់អុកវីឲ្យខ្លួនគេចូលទៅជួយក្រុមទេវតាវិញចំណែកអុកវីវិញដោយ
សារតែការលុបលន់របស់គេដែលចង់បានធម៌ពលដោយទៅនឹងម៉ារ៉ុកដែលអាចគ្រប់គ្រងក្រុមទេវតាបានអុកវីក៏បានសម្រេចចិត្តចូលរួមជាមួយនឹងសាមីនក្នុងឡុងពេលនោះអុកវីក៏បានប្រើប្រាស់នៅធម៌ពលរបស់ខ្លួនបំរុងនឹងរៀបសម្លាប់ទៅលើទេវតាសនៈក៏ប៉ុន្តែទេវតាសនៈគឺជាមិត្តជិតស្និទ្ធរបស់ទេវតានាគហេតុនេះហើយទើបបានជាអុកវីបានដោះលែងនាងចំណែកទេវតាសនៈក៏បាននាំដំណឹងនឹងទៅប្រាប់ទេវតានាគអំពីរឿងរ៉ាវដែលអុកវីបានក្បត់ជាមួយនឹងក្រុមទេវតាទៅចោះចូលជាមួយនឹងសាមីនចំណែកទេវតានាគនៅពេលដែលបានដឹងរឿងរ៉ាវអស់ហើយនាងក៏បានអន់ចិត្តទៅលើអុកវីយ៉ាងខ្លាំងបន្ទាប់មកក្តីស្រឡាញ់របស់ទេវតានាគទៅលើអុកវីក៏បានកាត់បន្ថយនៅពេលនោះផងដែរកាត់មកដល់ពេលបច្ចុប្បន្នវិញដែលនៅពេលនេះភាពវឹកវរនៅក្នុងទីក្រុងមនុស្សមួយចំនួនដែលត្រូវបានបិសាចបានចូលសន្ធិដ្ឋក្នុងខ្លួនរបស់ពួកគេក៏បាននាំគ្នាទៅសម្លាប់មនុស្សដែលមានលក្ខណៈធម្មតាដោយអ្នកខ្លះគឺមិនត្រូវបានបិសាចចូលសន្ធិដ្ឋក្នុងខ្លួននោះទេចំណែកក្រុមទេវតាដែលដឹកនាំដោយទេសាដោយនៅពេលនេះពួកគេម្នាក់ៗគឺមានយុទ្ធសាស្ត្រក្នុងខ្លួនវិញហើយបន្ទាប់មកក្រុមទេវតាក៏ចាប់ផ្ដើមប្រតិបត្តិការទៅសម្លាប់ក្រុមបិសាចនិងស្វែងរកសាមីនផងដែរកាត់មកដល់អុកវីជាមួយនឹងទេវតានាគវិញម្ដងដោយពេលនេះប្ររងទេវតានាគគឺបានរត់ចូលក្នុងខ្លួនរបស់គេវិញហើយចំណែកការចងចាំស្នេហារវាងអុកវីនិងខ្លួនដែលត្រូវបានម៉ារ៉ុកលុបបំបាត់ការពីអតីតកាលក៏បានត្រឡប់មកវិញដែរក្នុងឡុងពេលនោះនៅពេលដែលទេវតានាគបានដឹងខ្លួនក៏បានឃើញថាអុកវីគឺបាននៅពីមុខខ្លួននាងក៏មិនបានសប្បាយចិត្តអ្វីនោះដែរមូលហេតុក៏ដោយសារតែអុកវីគឺបានក្បត់នឹងក្រុមទេវតាដើម្បីចោះចូលជាមួយនឹងក្រុមបិសាចបន្ទាប់មកទេវតានាគក៏បានចាក់ចេញពីទីកន្លែងហ្នឹងដោយមិនបាននិយាយជាមួយនឹងអុកវីអ្វីនោះទេចំណែកអុកវីវិញនៅពេលដែលឃើញទេវតានាគបានធ្វើដាក់គេបែបនេះក៏បានធ្វើឲ្យគេអាក់អន់ចិត្តកាន់តែខ្លាំងចំណែកឯរឿងរ៉ាវដែលអុកវីបានចូលរួមជាមួយនឹងសាមីនដោយសារតែគេចង់បានថាពរដូចទៅនឹងម៉ារ៉ុកដើម្បីអាចគ្រប់គ្រងក្រុមទេវតាបាននឹងឯងនៅពេលដែលអុកវីបានគ្រប់គ្រងនៅក្រុមទេវតាដូចទៅជាម៉ារ៉ុកដែរនោះស្នេហារវាងអុកវីនិងទេវតានាគនឹងមានជាអមតៈហេតុនេះហើយទើបបានជាអុកវីសម្រេចជ្រើសរើសយកផ្លូវមួយហ្នឹងកាត់មកដល់ក្រុមទេវតាវិញម្ដងដោយនៅពេលនេះពួកគេគឺកំពុងតែប្រយុទ្ធគ្នាជាមួយនឹងមនុស្សដែលត្រូវបានបិសាចចូលសន្ធិដ្ឋក្នុងខ្លួនរបស់ពួកគេហើយនៅពេលនេះយើងបានមើលឃើញថាក្រុមទេវតាទាំងអស់គ្នាគឺមានយុទ្ធសាស្ត្រខ្លាំងមែនទែនដែលបានវាយសន្ធប់ទៅលើពួកគេឲ្យសន្លប់ភ្លាមៗតែម្ដងចំណែកទេវតាពស់វិញដោយសារតែនាងមានសមត្ថភាពអាចព្យាបាលទៅលើមនុស្សបាននាងក៏បានប្រើប្រាស់នៅយុទ្ធសាស្ត្ររបស់ខ្លួនដែលត្រូវបានទេវតាវាយពួកគេដួលសន្លប់មុននឹងហើយក៏បានព្យាបាលគេឲ្យក្លាយទៅជាមនុស្សធម្មតាវិញកាត់មកដល់កូនបំណុលរបស់ទេសាវិញដោយនៅពេលនេះគឺគេកំពុងតែផឹកស៊ីជាមួយនឹងគ្នារបស់គេក្នុងឡុងពេលនោះផងដែរក៏មានបិសាច2នាក់បានចូលទៅអុកលុកនៅទីនោះចំណែកកូនបំណុលរបស់ទេសានៅពេលដែលបានឃើញបែបនេះគេក៏បានឲ្យគ្នារបស់គេវាយទៅលើបិសាចនោះឲ្យទ្រាំខ្លួនផងដែរចំណែកឯមនុស្សដែលត្រូវបានគ្រប់គ្រងដោយវិញ្ញាណបិសាចនឹងក៏បានងើបឡើងវិញដូចជាមិនមានបញ្ហាអ្វីនោះទេរួចក៏បានវាយទៅលើម្នាក់នោះវិញផងដែរចំណែកកូនបំណុលរបស់ទេសានៅពេលដែលឃើញបែបនេះគេក៏បាននាំមិត្តស្រីរបស់ខ្លួនដើម្បីចាក់ចេញពីទីកន្លែងហ្នឹងបន្ទាប់មកគេក៏បានទៅជួបជាមួយនឹងទេសាចំណែកទេសាវិញនៅពេលដែលបានឃើញកូនបំណុលរបស់ខ្លួនកំពុងតែជួបបញ្ហាទេសាក៏បានជួយគេរួចក៏បានវាយសន្ធប់ទៅលើពួកបិសាចដែលបានធ្វើឲ្យពួកគេសន្លប់នៅទីកន្លែងនោះភ្លាមៗតែម្ដងចំណែកកូនចៅរបស់ទេសានៅពេលដែលបានឃើញនៅធម្មពលរបស់ទេសាហើយគេក៏មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចក៏បានអរគុណទៅកាន់ទេសានិងសន្យាថានឹងជួយរកភ្ញៀវឲ្យគេសម្រាប់នរណាម្នាក់ដែលត្រូវការកម្ចីពីទេសានឹងឯងចូលមកដល់ទេវតានាគវិញម្ដងនៅពេលនេះគឺនាងកំពុងតែប្រើប្រាស់នៅទូរស័ព្ទសាធារណៈដើម្បីទេស្វែងរកក្រុមទេវតាក៏ប៉ុន្តែឆ្នាំនេះគឺមិនទាន់តាក់ទងជាមួយនឹងពួកគេបានទេក្នុងឡុងពេលនោះយើងក៏បានឃើញថាសាមីនក៏បានមកដល់ទីកន្លែងនោះផងដែរចំណែកទេវតានាគវិញនៅពេលដែលបានឃើញកូនចៅរបស់សាមីនចង់បំរុងចូលមកចាប់ខ្លួននាងក៏បានប្រើប្រាស់នៅវិជាសាស្ត្ររបស់ខ្លួនបាញ់ទៅលើពួកគេចំណែកសាមីនវិញក៏បានប្រើប្រាស់នៅធម្មពលខ្មៅងងឹតរបស់ខ្លួនបាញ់ទៅលើទេវតានាគដែលបានធ្វើឲ្យនាងសន្លប់នៅទីកន្លែងនោះផងដែរកាត់មកដល់ក្រុមទេវតាវិញម្ដងដែលនៅពេលនេះពួកគេបានដឹងថាទេវតានាគគឺកំពុងតែជួបគ្រោះថ្នាក់រួចពួកគេក៏បាននាំគ្នាស្វែងរកទេវតានាគនៅពេលដែលពួកគេបានធ្វើដំណើរទៅស្វែងរកឆ្នាំនាគក្នុងឡុងពេលនោះអុកវីក៏បានស្ទាក់ពួកគេនៅតាមផ្លូវចំណែកក្រុមទេវតានៅពេលដែលឃើញបែបនេះពួកគេក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំងស្របពេលនោះដែរអុកវីក៏បានប្រាប់រឿងរ៉ាវរបស់ទេវតានាគដែលត្រូវបានសាមីនចាប់គេបាត់ទៅហើយនៅពេលនេះសាមីនក៏បាននាំយកទេវតានាគទៅក្បែរទ្វារនរកដែលស្ថិតនៅក្នុងទីស្នាក់ការរបស់ក្រុមទេវតា
តានឹងឯងហើយសាមីនធ្វើបែបនេះគឺចង់បានប្រឡឹងទេវតានេះដើម្បីរួមបញ្ចូលជាមួយនឹងធម្មពលរបស់ហេថេដើម្បីអាចកែប្រែនៅឋានមនុស្សលោកនឹងឯងហេតុនេះហើយទើបបានជាអុកវីមកជួបទេសាដើម្បីឲ្យគេទៅជួយទេវតានេះនឹងឯងចំណែកអុកវីវិញដោយសារតែពេលនេះខ្លួនគេគឺកំពុងតែមានរបួសម្យ៉ាងវិញទៀតអុកវីនៅពេលនេះគឺមិនមែនជាដៃគូរបស់សាមីនតទៅទៀតទេចំណែករឿងរ៉ាវដែលកើតឡើងកន្លងមកអុកវីនឹងសន្យាថានឹងរ៉ាប់រងរាល់បញ្ហាដែលបានកើតឡើងទាំងអស់កាត់មកដល់ក្រុមសាមីនវិញម្ដងដែលនៅពេលនេះគឺគេបាននាំយកទេវតានេះមកដល់ទីស្នាក់ការក្រុមទេវតាហើយបន្ទាប់មកគេក៏បានទៅទីកន្លែងទ្វារនរករួចក៏បានសរុបយកប្រឡឹងទេវតានេះដាក់ចូលទៅក្នុងខ្លួនរបស់គេបានសម្រេចផងដែរហើយនៅពេលនេះសាមីនគឺមានថាមពលពេញលេញហើយមិនថាទេវតាដែលបានស្លាប់កាលពីអតីតកាលដែលជាប្អូនរបស់ទេសាក៏ត្រូវបានសាមីនធ្វើឲ្យពួកគេមានជីវិតរស់ឡើងវិញផងដែរដោយទេវតាទាំងអស់នោះគឺមានទេវតាឆ្នាំគោឆ្នាំពពែឆ្នាំទន្សាយនិងឆ្នាំមាន់ផងដែរស្របពេលនោះដែរសាមីនក៏បានប្រើប្រាស់ទេវតាទាំង4នាក់នឹងឲ្យទៅប្រយុទ្ធជាមួយនឹងក្រុមទេសាវិញចំណែកក្រុមទេសាវិញម្ដងដែលនៅពេលនេះគឺគេបានមកដល់ទីស្នាក់ការរបស់ខ្លួនវិញហើយរួចក៏បានឃើញថាបងប្អូនរបស់ពួកគេក៏បានរស់រានមានជីវិតឡើងវិញដែរក៏ប៉ុន្តែពួកគេម្នាក់ៗគឺត្រូវបានវិញ្ញាណបិសាចចូលសន្ធិដ្ឋក្នុងខ្លួនអស់ហើយដូច្នេះហើយពួកគេម្នាក់ៗគឺមិនស្គាល់បងប្អូនរបស់ពួកគេតទៅទៀតទេចំណែកក្រុមទេវតាដែលជាបងប្អូនរបស់ទេសានៅពេលដែលឃើញបែបនេះពួកគេក៏បានដឹងថានេះគឺជាស្នាដៃរបស់សាមីនដែលបានប្រើប្រាស់នៅវិញ្ញាណបិសាចដើម្បីគ្រប់គ្រងទៅលើរូបរាងកាយរបស់ពួកគេចំណែកទេសាវិញនៅពេលដែលឃើញបែបនេះគេក៏បានឲ្យបងប្អូនរបស់ខ្លួនប្រយុទ្ធគ្នាជាមួយនឹងទេវតា4នាក់ទៀតដោយត្រូវបានគ្រប់គ្រងដោយវិញ្ញាណបិសាចចំណែកទេសាវិញក៏បានធ្វើដំណើរទៅរកសាមីនដើម្បីរំដោះទេវតានេះក៏ប៉ុន្តែក៏ឃើញថាកូនចៅរបស់សាមីនគឺមានគ្នាច្រើនមែនទែនចាំស្ទាក់ទេសាចំណែកទេសានៅពេលដែលឃើញកូនចៅរបស់សាមីនមកកាន់តែច្រើនទៅគេក៏បានប្រើប្រាស់នៅដៃភ្លើងរបស់ខ្លួនវាយទៅលើពួកគេមើលទៅងាយស្រួលដូចជាបកជ័យអញ្ចឹងចំណែកបងប្អូនរបស់ទេសាវិញពួកគេក៏បានពិភាក្សាគ្នាធ្វើយ៉ាងណាវាយទៅលើទេវតា4នាក់ដែលជាបងប្អូនរបស់ពួកគេមិនឲ្យមានគ្រោះថ្នាក់ដល់ជីវិតនោះទេបន្ទាប់មកពួកគេក៏បានចែកគ្នាដើម្បីប្រយុទ្ធតតាំងជាមួយនឹងទេវតាទាំង4នាក់ហ្នឹងចូលមកដល់ទេសាវិញម្ដងនៅពេលនេះគេបានមកជួបជាមួយនឹងសាមីនហើយចំណែកសាមីនវិញនៅពេលដែលបានឃើញអានុភាពរបស់ទេសាមុននឹងដែលបានវាយកូនចៅគេងាយស្រួលដូចជាបកជ័យខ្ចីគេក៏ចង់បញ្ចុះបញ្ចូលឲ្យទេសាចូលរួមជាមួយខ្លួនដើម្បីផ្លាស់ប្ដូរនៅពិភពមនុស្សចំណែកទេសាវិញគឺមិនក្បត់ឧត្តមគតិរបស់ខ្លួននោះទេដោយសារតែខ្លួនគេគឺជាទេវតាមានទូនាទីដើម្បីជួយការពារមនុស្សលោកនឹងឯងចំណែកសាមីនវិញនៅពេលដែលបានលើបែបនេះគេក៏បានឲ្យកូនចៅរបស់ខ្លួនមកកាន់តែច្រើនទៅដើម្បីប្រយុទ្ធជាមួយនឹងទេសាចំណែកទេវតាខ្លានៅពេលដែលឃើញបែបនេះគេក៏បានវាយកូនចៅរបស់សាមីនម្ដងម្នាក់ក៏ប៉ុន្តែនៅពេលដែលទេសាកំពុងតែប្រយុទ្ធជាមួយនឹងកូនចៅរបស់សាមីនភ្លេចខ្លួនសាមីនក៏បានលួចឆ្មក់ដកកាំបិតរបស់ខ្លួនកាប់ទៅលើទេសាដែលធ្វើឲ្យគេមានរបួសធ្ងន់ផងដែរចំណែកទេសាវិញបើទោះបីជាសាមីនបានចាក់ឲ្យគេត្រូវរបួសមុននឹងទេសាក៏នៅតែខំប្រឹងប្រែងប្រយុទ្ធគ្នាជាមួយនឹងកូនចៅរបស់សាមីនបន្ទាប់មកសាមីនក៏បានមកប្រយុទ្ធជាមួយនឹងទេសាចំណែកទេសាវិញដោយសារតែខ្លួនគេគឺត្រូវបានរងរបួសមុននឹងដែលបានធ្វើឲ្យគេអន់ថយកម្លាំងចំណែកសាមីនវិញដោយសារតែគេគឺមានធម្មពលរបស់ហេថេនិងបានបូកបញ្ចូលជាមួយនឹងប្រឡឹងនេះថែមទៀតក៏បានធ្វើឲ្យគេមានធម្មពលកាន់តែខ្លាំងបន្ទាប់មកសាមីនក៏បានចាក់ទៅលើទេសារួចក៏បានប្រើប្រាស់នៅធម្មពលងងឹតបាញ់ទៅលើទេសាដែលបានធ្វើឲ្យគេសន្លប់នៅទីកន្លែងនោះផងដែរកាលមកដល់បងប្អូនរបស់ទេសាវិញដែលនៅពេលនេះពួកគេគឺកំពុងតែប្រយុទ្ធគ្នាជាមួយនឹងបងប្អូនរបស់ខ្លួនក៏ប៉ុន្តែបងប្អូនរបស់ទេសាម្នាក់មើលទៅដូចជាមិនចង់ធ្វើអ្វីទៅលើបងប្អូនរបស់ខ្លួននោះទេដោយសារតែខ្លាចមានគ្រោះថ្នាក់ទៅដល់ពួកគេកាត់មកដល់សាមីនវិញម្ដងនៅពេលនេះគឺគេបានធ្វើឲ្យទេសាបានសន្លប់បាត់ទៅហើយស្របពេលនោះដែរអុកវីក៏បានមកទាន់ពេលហេតុនេះហើយការប្រយុទ្ធគ្នាជាមួយនឹងអុកវីនិងសាមីនក៏បានចាប់ផ្ដើមនៅពេលដែលពួកគេបានប្រយុទ្ធគ្នាបានមួយសម្បកយើងបានមើលឃើញថាអុកវីគឺមិនអាចយកឈ្នះសាមីនបាននោះទេដោយសារតែសាមីននៅពេលនេះគឺមានថាមពលហេថេនិងទេវតានេះនៅក្នុងខ្លួនហេតុនេះហើយអុកវីគឺមិនមែនជាដៃគូរបស់សាមីននោះទេស្របពេលនោះផងដែរសាមីនក៏បានប្រើប្រាស់នៅធម្មពលងងឹតរបស់ខ្លួនបាញ់ទៅលើអុកវីដែលបានធ្វើឲ្យគេសន្លប់នៅទីកន្លែងនោះផងដែរបន្ថែមទៀតនោះសាមីនក៏បានប្រើប្រាស់នៅធម្មពលងងឹតរបស់ខ្លួនបាញ់ទៅលើទេវតានេះដើម្បីចង់កំទេចរូបរាងកាយរបស់នាងក៏ប៉ុន្តែក៏ត្រូវបានទេសាមករាំងទាន់
ចំណែកសាមីននៅពេលដែលឃើញបែបនេះគេក៏បានទៅនិយាយជាមួយនឹងទេសាថាមូលហេតុអ្វីបានជាទេសានៅតែចង់ការពារទៅលើទេវតានាគដោយសារតែពេលនេះទេវតានាគគឺមិនមានធម៌ពលនៅក្នុងខ្លួននោះទេគឺនៅសល់តែរូបរាងកាយតែប៉ុណ្ណោះស្របពេលនោះដែរសាមីនក៏បានដកកំបិតរបស់ខ្លួនបំរុងរៀបនឹងចាក់សម្លាប់ទៅលើទេសាហើយក៏ប៉ុន្តែក៏ត្រូវបានអុកវីមករារាំងទាន់ចំណែកការរារាំងរបស់អុកវីវិញក៏បានធ្វើឲ្យគេបានដាច់ស្លាប់របស់ខ្លួនដោយសារតែកំបិតរបស់សាមីននឹងឯងបន្ទាប់មកសាមីននៅពេលដែលឃើញបែបនេះគេក៏បានដកកំបិតរបស់ខ្លួនចាក់សម្លាប់ទៅលើអុកវីរួចក៏បានចាប់កាច់ស្លាប់របស់គេទាំងសងខាងដែលបានធ្វើឲ្យគេស្លាប់នៅទីកន្លែងនោះផងដែរចំណែកទេសាវិញនៅពេលដែលបានឃើញភាពខូខើរបស់សាមីនដែលបានចាក់សម្លាប់អុកវីក៏បានធ្វើឲ្យគេមានការខឹងយ៉ាងខ្លាំងបន្ទាប់មកគេក៏បានប្រើប្រាស់នៅអំណាចរបស់ខ្លួនដែលគេគឺជាទេវតាខ្លាចំណែកធម៌ពលនៃសត្វខ្លានៅពេលដែលខឹងនរណាម្នាក់ហើយគឺគ្មាននរណាម្នាក់អាចបញ្ឈប់គេបាននោះទេស្របពេលនោះដែរទេសាក៏បានប្រើប្រាស់នៅធម៌ពលរបស់ខ្លួនបានវាយសន្ធប់ទៅលើសាមីនដែលមិនអាចឲ្យគេតដៃរួចនោះទេបន្ទាប់មកទេសាក៏បានប្រើប្រាស់នៅធម៌ពលចុងក្រោយរបស់ខ្លួនដែលដៃម្ខាងមានភ្លើងពណ៌ក្រហមនិងម្ខាងទៀតមានភ្លើងពណ៌ខៀវរួចក៏បានហក់ទៅវាយសាមីនមួយដៃចុងក្រោយដែលបានធ្វើឲ្យគេរលាយនៅប្រឡឹងរបស់ខ្លួនស្លាប់នៅទីកន្លែងនឹងផងដែរចំណែកសាមីននៅពេលដែលបានស្លាប់ទៅថាពររបស់ទេវតានាគក៏បានហោះចូលក្នុងខ្លួននាងវិញបន្ទាប់មកទេវតានាគក៏បានប្រញាប់ប្រញាល់ទៅមើលអុកវីដែលជាស្នេហារបស់ខ្លួនហើយនៅពេលនេះស្នេហារវាងអុកវីនិងទេវតានាគក៏ត្រូវបានបញ្ចប់កាត់ទៅដល់បងប្អូនរបស់ទេសាវិញម្ដងទេវតា4រូបដែលត្រូវបានគ្រប់គ្រងដោយវិញ្ញាណបិសាចក៏ត្រូវបានបងប្អូនរបស់ទេសាបានរួបរวมកម្លាំងគ្នាវាយយកឈ្នះឆ្នាំទេវតាទាំង4នាក់នោះហើយបន្ទាប់មកឆ្នាំទេវតាទាំង8នាក់ក៏ត្រូវដល់ពេលលះបង់នៅធម្មពលរបស់ខ្លួនដើម្បីបិទទ្វារនរកវិញនៅពេលដែលបានបិទទ្វារនរកហើយយើងក៏បានឃើញថាមនុស្សម្នាដែលនៅក្នុងទីក្រុងដែលត្រូវបានគ្រប់គ្រងដោយវិញ្ញាណបិសាចក៏បានមានសភាពធម្មតាវិញចំណែកទេវតា4រូបទៀតដែលត្រូវបានគ្រប់គ្រងដោយវិញ្ញាណបិសាចនៅពេលនេះពួកគេក៏មានសភាពធម្មតាវិញដែរហើយនេះគឺជាអ្វីដែលទេសាចង់ឃើញពួកគេជួបជុំគ្នាវិញនឹងឯងដូច្នេះសាច់រឿងTVERគឺត្រូវបានបញ្ចប់ត្រឹមតែប៉ុណ្ណេះ